bạnលោកគ្រូឃើញ slide ខ្ញុំ ឃើញ បាទបាទលោកគ្រូចឹងថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញពីអីដែលយើងបានរៀនពីការពីថ្ងៃច័ន្ទចឹងការថ្ងៃច័ន្ទហ្នឹងយើងបានពីច្រើនតកតងមួយនឹងត្រៃតេស្តដែលអញ្ចឹងដំបូងខ្ញុំចាប់ដើមមកពីតកតងមួយនឹងប្រភេទនៃត្រៃតេស្តចឹងប្រភេទនៃត្រៃតេស្តយើងមានពីរទីមួយគឺ single cell verification ហើយ cluster drive ចឹង single cell ហ្នឹងគឺគេតេស្តនៅពេលដែលមាន base station ថ្មីឬក៏ cell site ថ្មីមួយត្រូវបាន install ត្រូវបានបង្កើតឡើងហើយយើងទៅតេស្តមើលអញ្ចឹងវាមាននៅក្នុងនោះវាមាន stationary test ហើយនិង mobility អញ្ចឹង stationary យើងតេស្តនៅកន្លែង fix នៅកន្លែងជាក់លាក់មួយនៅទីតាំងជាប់មួយហើយចំពោះ mobility គឺដូចពាក្យអញ្ចឹងគឺយើងជាការតេស្តដូចយើងតេស្តរាល់ដងអញ្ចឹងគឺយើងជិះតេស្តដោយប្រើឡានឬក៏ម៉ូតូតាមជាក់ស្ដែងហើយដើម្បីប្រមូលទិន្នន័យពី cell របស់យើងអញ្ចឹងមួយទៀតគឺ cluster drive cluster drive នេះជាជាងយើងតេស្តទៅលើមួយ cell ទៅលើបកគោលអង្តែនមួយគឺគេតេស្តទៅបកគោលអង្តែនច្រើនអញ្ចឹង cluster drive នេះគឺគេមើលពី performance ពីអង្តែនមួយទៅអង្តែនមួយមួយទៀតខ្ញុំបានមើលបន្ថែមពី tool ដែរហើយចំពោះការតេស្តdry test វាមាន3ចំពោះយើងបើសិនជាយើងរាល់ដងយើងតេស្តជាគេហៅ UE based dry test ដែលអញ្ចឹងយើងមាន laptop ជាមួយនឹង software របស់យើង software ហ្នឹងវាអាចមាន Nemo មាន Team Pocket ឬក៏យើងមានGX Genix ជាដើមអញ្ចឹងអាហ្នឹងហើយ software គឺតាម vendor មួយហើយដូចជាមាន test UE មាន team នេះ Tem បាទ Tem Pocket មាន team Tem Pocket ហើយយើងមាន test UE user equipment អាហ្នឹងគឺនៅក្នុងន័យរបស់យើងគឺសំដៅទៅលើ mobile ទូរស័ព្ទ mobile phone ហើយនឹង GPS ដែលមាននៅក្នុងទូរស័ព្ទអញ្ចឹងពេលដែលយើងតេស្តគឺយើងមានតាមទីតាំងមួយដើម្បី collect នៅ data ហ្នឹងហើយទី2គឺអាចប្រើជា scanner base try test scanner ហ្នឹងscanner ហ្នឹងអត់យកបានបង្ហាញរូបដែរប៉ុន្តែដូចជាមាននៅក្នុងឡានអញ្ចឹងទៅគឺមានជា scanner គាត់គេ upgrade ទេគឺវាមានទីមួយមាន laptop ដូចគ្នាហើយគេប្រើជាប្រភេទ OS scanner ជាក់ស្ដែងខ្ញុំមិនដែលស្គាល់តែឃើញដែរហើយចំពោះ combine setup គឺ professional driver គឺប្រើ scanner លាយជាមួយនឹង mobile test មួយគ្នាមកហើយមួយវិញទៀតគឺ try test software អញ្ចឹងនេះខ្ញុំមកមើលពី software បន្តិចចឹងនៅក្នុងក្រុមយើងមានខ្លះដែរយើងមាន Xcal យើងមាន Xcal យើងមានចឹងទ្រង់យើងត្រូវមាន data collection tool សិនស្មិទ្ធទៅពេលដែលធ្វើ try test គឺត្រូវ collect data អញ្ចឹងវាមាន Xcal វាមាន Nemo Outdoor ហើយពេលដែល collect data បានហើយគឺគេធ្វើ processing ឬក៏ post processing ឬក៏ analyze ទៅលើ data ដែលយើងបានហ្នឹងហើយ map ទៅកាន់ប្លង់ជាក់ស្ដែងអញ្ចឹងវាមាន Altic analyst វាមាន Nemo analyze ហើយនឹង Xcap ហើយ Xcap នឹងบอก Archiver របស់ Gray Nemo ដូចជារបស់ Keysight របស់ Amnet ហើយបន្ទាប់ពីហ្នឹងហើយយើងមានអាចមាន OS Planet ឬក៏ Network Design ដែលអាចតល់អីជាដើមចឹងតែបាន software ខ្ញុំបាន check ទូទៅថាយើងនឹងប្រើគេខ្លះ
ពីច្រើនយើងមាន demo ហើយនឹង demo escape ហើយនឹង escape មួយទៀតdry route អញ្ចឹងដូចការងារដែលយើងនឹងធ្វើអាទិត្យហ្នឹងគឺជាថ្ងៃសៅរ៍គឺយើងធ្វើ site survey ហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវទៅពេលដែលមាន site មានផ្គរអង្តែនដែលយើងបានរើសហើយគឺយើងត្រូវមាន dry route មួយអញ្ចឹងអាហ្នឹងគឺជា tool មួយដែរយើងអាចប្រើ Google Map ឬក៏ Google Earth ឬក៏អាចជា Map Info អីជាដើមឧទាហរណ៍ខាងនេះគឺគេមាន dry test ហើយខាងស្ដាំហ្នឹងតាមពិតទៅរូបយកមកពីការធ្វើតេស្តអង្តែនទេប៉ុន្តែវាទម្រង់បែបស្តៀងហ្នឹងដែរប៉ុន្តែ scale វាទូជាងទំហំវាទូជាងទី C អញ្ចឹងមុននឹងធ្វើ dry test យើងត្រូវដឹងព័ត៌មានមួយចំនួនទាក់ទងមួយនឹងគោលអង្តែនសិនអញ្ចឹង dry test detail មានអីគេយើងមានទីមួយ physical ហើយនិង soft detail ឬក៏ software ទាក់ទងនឹង software ឬក៏ logical detail អញ្ចឹងនៅក្នុង physical cell យើងមើលទៅលើរូបភាពទៅចុះ physical cell វាមានទីមួយយើងអាចមានជា cell ID ឬក៏ឈ្មោះរបស់ cell ពលយើងវាមានទីតាំងinode inode 2 ID ឬក៏ gnode 2 for LTE ឬក៏ 5G base station ហើយកម្ពស់អាចទីតាំង led long ពុះនៃ antenna Axibo ពេលថាយើងចង់ដឹង sector មួយហើយprevalent ហើយនឹង electrical tail មួយចំនួននេះ Mày mình anh định mình tập tới lon lon mày បាទលោកគ្រូ microphone chứ nâng mày tập tới lon lon លន់មិនដែរលោកគ្រូ ở đây đây đi tơ lon lon លោកគ្រូ nè តែឥឡូវច្បាស់ដែរលោកគ្រូ ba cho បាទចឹងនេះគ្រាន់តែទីតាំង physical detail ទេតែនេះគឺ confidential អញ្ចឹងយើងពិបាករកបន្តិចតាក់ទងមួយនឹងនេះយើងអាចគ្រាន់ថតពីខាងក្រៅបានបើសិនយើងធ្វើ cell survey បើចង់ដឹងតើតើសួរទៅកាន់ក្រុមហ៊ុនអីជាក់ស្ដែងទៅបន្តមកទៀតអីដែលសំខាន់ហ្មងគឺតាក់ទងមួយ software ឬក៏ soft detail logical detail យើងអញ្ចឹងអានេះគឺយើងត្រូវតែមើលមុនវាមាន LTE band ឬក៏ frequency band បើយើងមាន band មែន band 7ឬក៏ band 3 band 21ជាដើម band 28ហើយនេះ parameter ពីច្រើនយកសម្រាប់យកពី LTE ទេអញ្ចឹងយើងមាន EAR FCN ដែល frequency channel លេខសម្រាប់ number សម្រាប់ LTE carrier frequency អញ្ចឹងខ្ញុំមកនេះ EAR FCN ហ្នឹងគឺយើងមាន calculation អីសម្រាប់កណនីដែរអញ្ចឹងនៅពេលដែលយើងប្រើ Genetrix អីចឹងទៅឬក៏ប្រើពេលយើងដល់ទីតាំងបកគោហ្នឹងយើងអាច check មើលparameter មួយហ្នឹងបាន ENL detail ហ្នឹងបានហើយយើងមាន PCI physical cell ID sorry physical cell identity អញ្ចឹងវាសម្គាល់ទៅលើ cell មួយនៃបកគោរបស់យើងហើយមាន RSI Roof Sequence Index កន្លែងនេះគឺប្រើភាគច្រើនគឺតា correction ដែលគេតម្រូវនៅពេលដែលមានការ implement ខុសអីបានគេមើលទៅលើ RSI ហើយយើងមាន CGI នេះយើងមើលច្រើនដែរតាក់ទងមួយនឹង Global Unique Identifier តាក់ទងមួយដូចMCN Mobile Country Code អីចឹងឬក៏ Mobile Network Code អីជាដើមដូចលេខកូដសម្គាល់ Smart ឬក៏លេខកូដសម្គាល់ប្រទេសអីចឹងដែរអញ្ចឹងយើងមាន tag មួយទៀត tracking area number ដែលគេសម្រាប់នេះគេសម្រាប់ mobility management ហើយនេះតើខ្ញុំមើលថែមតិចទៅមួយ tag ចឹងនេះដូចបង្ហាញអញ្ចឹងALFCE ហ្នឹងដូចលោកគ្រូហើយនឹងគ្នាយើងបាននិយាយខ្លះដែរអញ្ចឹងវា technology ឈ្មោះក៏តាមនឹងដែរអញ្ចឹង U តំណាងឲ្យ 3G ហើយអីដែលខ្ញុំបង្ហាញគឺ 4G តទៅទៀតយើងមាន
បន្តមក detail តកតងមួយនឹង PCI មិនតិចគឺ PCI មាន rank ពី0ទៅដល់500 503អញ្ចឹងបើសិនបើលេខខុសពីហ្នឹងអាហ្នឹងមានន័យថាវាខុសស្តង់ដារតកតងមួយនឹងcell ID របស់យើងហើយរូបមន្តអឺហើយអានេះគ្រាន់តែជាឧទាហរណ៍បង្ហាញទេតកតងជាមួយនឹង QoS KPI មួយចំនួនដែលនៅពេលដែលយើងមើលមុនធ្វើ try test យើងត្រូវស្គាល់នៅparameter មួយចំនួនដូច OSRP តកតងមួយ receive power ថា power ដែលទទួលបានប៉ុន្មានកន្លែងនេះខ្ញុំនៅខ្វះរូបភាពហើយនឹង plot បន្តិចប៉ុន្តែខ្ញុំអាចនិយាយត្រួសខ្លះតកតងមួយនឹង parameter មួយដូច SRQ តកតងមួយ quality នៃdata ដែលបាននឹងហើយហើយ throughput latency ហើយនឹងដូចAARP EAR FCN នេះជាដើមកន្លែងនេះហើយមួយទៀតគឺ handover basic អញ្ចឹងចុងក្រោយគាត់និយាយតកតងមួយ handover basic តកតងមួយ handover គឺជាដំណើរការនៃការផ្លាស់ប្ដូរឬក៏ផ្លាស់ប្ដូរនៅ active call ឬក៏ data session ពីប្រព័ន្ធតែមួយទៅប្រព័ន្ធតែមួយឬក៏ base station មួយទៅ base station មួយទៀតហើយការធ្វើការ handover ឬក៏ការផ្ទេរមួយហ្នឹងវាមានពីរប្រភេទគឺមាន intra handover ហើយនិង inter handover intra ហ្នឹងគឺនៅក្នុង network តែមួយអាចពី cell មួយពី sector មួយទៅ sector មួយអីជាដើមឬក៏cell មួយ cell មួយsector មួយ sorry ពី sector មួយទៅ sector មួយតែនៅក្នុង network តែមួយហើយចំពោះ inter handover គឺពី network element ឬក៏ system ផ្សេងគ្នាអញ្ចឹងអាចប្រកងតែពីរអញ្ចឹង UE នេះគឺគេបង្ហាញជា mobile phone ទូរស័ព្ទចល័តហើយអានេះគឺនេះគ្រាន់តែជា list បន្ថែមទេគឺយើងមាន testing វាមាន call test ដែលយើងនឹងធ្វើទាក់មកមួយ voice call ពីMS1 ទៅ MS1 ទៀតហើយមាន data test មាន upload throughput ហ្នឹងឯងគឺយើងមានdownload ហើយ upload MOS test សម្រាប់ audio quality scanner តកតងមួយគេមើលពីប្រេកង់ហើយ latency អាច pin អីជាដើមសម្រាប់ LTE មកហើយ interference គឺមើលពី interfere signal វិញយកដោយប្រើ spectrum analyze ហើយជា fog hunting អីហ្នឹងបាទលោកគ្រូចំពោះបាទបង្ហាញខ្ញុំមានតែប៉ុណ្ណឹងលោកគ្រូអាចនឹកខ្វះចំណុចមួយចំនួនដែលត្រូវមើលថែមហ្នឹងគ្រូតែបានប៉ុណ្នេះសម្រាប់ខ្ញុំគ្រូអ្នកទៀតមកបាទលោកគ្រូអស់ហើយគ្រូគេមានអ្នកទៀតអត់អូសំទោសខ្ញុំបន្ត ជីមី ទៅ ហើយ បាន នឹង ហើយ មេស្រី មុនតទៅគ្រូចង់និយាយទេក្នុងការធ្វើបទបង្ហាញណាក្នុងការធ្វើបទបង្ហាញយើងត្រូវចេះប្រើពាក្យហើយការប្រើពាក្យរបស់យើងប្រើពាក្យខុសគ្នាអាការធ្វើបទបង្ហាញរបស់យើងទទួលបានអារម្មណ៍ខុសគ្នាហ្នឹងហើយយើងត្រូវគិតថាអានឹងរឿងទូទៅយើងធ្វើការនៅក្រុមហ៊ុនក៏ដោយជាពិសេសធ្វើការនៅរដ្ឋអានឹង serious តែម្ដងដល់ពេលដែលយើងធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំណាដែលមានឋានៈមានទូនាទីអីហ្នឹងរបៀបភាសានៃការប្រើប្រាស់ខុសគ្នាហ្នឹងឧទាហរណ៍ថាមាននិយាយថាខ្ញុំនឹងនិយាយអំពីយើងអត់ប្រើពាក្យហ្នឹងទេហ្នឹងហើយយើងប្រើពាក្យខ្ញុំបាទហ្នឹងក្នុងករណីជាមួយគ្រូមួយអីបើជាមួយគ្នាយើងសិស្សគ្នាឯងអត់អីទេឬជាមួយសិស្សច្បងខ្ញុំក៏បានដែរខ្ញុំអត់ប្រើគេអត់ប្រើពាក្យនិយាយទេគេប្រើពាក្យជម្រាបជូនខ្ញុំបាននឹងលើកជូននឹងជម្រាបជូនហើយក្នុងករណីនេះខ្ញុំនឹងជម្រាបជូនអញ្ចឹងទៅប្រើពាក្យខុសគ្នាអារម្មណ៍ទទួលខុសគ្នា
đây được kia đây dân nè khi mình về một pi được kia đấy giấy nó trong việc chun này khi mình về một piแต่ยังปราเปียนะเข้มนึงจะเปรียบชูนำปีเข้มนึงเลิกชูนำปีอย่างต่างตอนไหนvì chỉ chấm nét đăng tu tơ cả soft skill mùi hay từng on ní vì mình na bari đấy vì trẻ con ấy gọi là dương bật bàn đấy hay con cái dương pra pisa pra ấy nó vía tua ram khóc nhỉ nè chịu xét thư ca nó không ruột để mà đòn nông ruột dương ọt pra pia bàn này mà sẽ bài ca gì ấy có chỉ lên pia gào xong rung pia pra dùng môi thằng được nuông pia pra cầm đặt na cái trời thơ mình xôm gọp chun xôm dùng điệp chun xôm dùng điệp mau có nghĩa xôm dùng điệp mau mê thái bị nạ thống một nạ tiệp khi xôm dùng điệp mau lột nì rồi phải đâm nì khi xôm dùng điệp chun nứng tạ bài cái này là bài là và khi xôm gọp chun nứng cứ ô chừng dừngខ្ញុំសូមគោរពជូនអាដាមអីរដ្ឋមន្ត្រីជាទីគោរពដល់ខ្ពង់ខ្ពស់នឹងសូមគោរពជូនអាដាមរដ្ឋមន្ត្រីមេត្តាជ្រាបដល់ខ្ពង់ខ្ពស់ប្រើពាក្យស្ដាប់ទៅយើងស្ដាប់ដំបូងឃ្លាវទៅដល់ថ្នាក់ណាថ្នាក់ណីមិនដែរអានឹងគេមានសភៅណែនាំមានកិត្តក្រមមកគេនិយាយទៅអគ្គនាយកប៉ុណ្ណានិយាយទៅរដ្ឋលេខាធិការនោះរដ្ឋលេខាធិការហ្នឹងប៉ុណ្ណានិយាយទៅដំរដ្ឋមន្ត្រីប៉ុណ្ណានិយាយដល់ឧបនាយករដ្ឋមន្ត្រីប៉ុណ្ណានិយាយដល់រដ្ឋនាយករដ្ឋមន្ត្រីប៉ុណ្ណាគេប្រើពាក្យអញ្ចឹងណាសេចក្តីគូពំគួរគេក្នុងករណីថាយើងទៅសេទៅខុសឆ្គងកន្លែងណាចុងក្រោយនៅសេចក្តីគូពំគួរសូមដំរដ្ឋមន្ត្រីមេត្តាអនុគ្រោះឬក៏សូមមេត្តាអធិស្ឋានអញ្ចឹងទៅនេះគូនិយាយនេះដោយសារចង់គ្នាយើងចេះពុតចេះបត់ចេះបែនទៅព្រោះឃើញគ្នាយើងធ្វើបត់បង្ហាញអត់សូវចេះប្រើពាក្យទេនៅ slide នេះខ្ញុំនឹងនិយាយពីធម្មតាណាបើមានគ្រូមានអីមិនតែពោះតែគ្រូម្នាក់ឯងគ្រូណាក៏ដោយយើងធ្វើបត់បង្ហាញហ្នឹងនៅ slide នេះខ្ញុំបាននឹងលើកជូនឬក៏ខ្ញុំបាននឹងជម្រាបជូនអីចឹងទៅតោះនេះវាការប្រើពាក្យខុសគ្នាគេហៅអារម្មណ៍នៅទទួលបានខុសគ្នាដែរស្ដាប់ទៅអូនេះចេះដឹងចេះលេងពាក្យចេះប្រើពាក្យអីហ្នឹងពួកខ្មែរយើងវាមានពាក្យដែលត្រូវប្រើស៊ីប្រើពេលណាញ៉ាំប្រើពេលណាហូបប្រើពេលណាពិសាប្រើពេលណាហ្នឹងហើយឆាន់ប្រើជាមួយអ្នកណាសោយប្រើជាមួយអ្នកណាវាពាក្យខុសគ្នាប្រាប់ជម្រាបគោរពជូនអញ្ចឹងនិយាយប្រាប់គោរពជូនជម្រាបខុសគ្នាតាម level និយាយយើងទៅតាមវប្បធម៌របស់យើងបើយើងនិយាយអង់គ្លេសមានតែ I and you ហ្នឹងពាក្យ respect ខ្លះដែរគេប្រើពាក្យដើម្បីឲ្យវាខ្លាចទៅជា respect អីចឹងណាហើយបើថាកូរ៉េវិញអានឹង serious ហ្មងកូរ៉េនិយាយមួយគុណក្មេងផ្សេងនិយាយមួយមនុស្សវ័យក្រោមយើងផ្សេងនិយាយមួយវ័យតាណាគ្នាផ្សេងនិយាយមួយថា level នៃការប្រើពាក្យនិយាយមួយបងស្រីបងប្រុសនិយាយមួយពុកម្ដាយនិយាយមួយគ្រូផ្សេងគឺខុសគ្នាទាំងអស់ខ្មែរយើងល្មមមានកូរ៉េគឺត្រូវតែខុសគ្នាមកខុសគ្នាដាច់ខាតហ្មងហើយការប្រើវិកពាក្យពេចន៍អីផ្សេងមានតាម level ទាំងអស់អញ្ចឹងណាយើងអត់អាចនិយាយមួយមនុស្សចាស់ញ៉ាំបានទេនេះក៏យើងនិយាយហូបដូចពិសាដែរណានិយាយមួយកងញ៉ាំបាយវាបានគាត់ថាភ្លាវកងហូបបាយកងសាបាយកងម៉ាយអញ្ចឹងតុនគូចង់និយាយដែរនឹងរៀនទម្លាប់ពុតតិចទៅតែណាយើងមានទម្លាប់ហ្នឹងវាទៅជាអូតូម៉ាទិកពេលយើងនិយាយហ្នឹងហើយ
បើយើងបើគ្រូធ្វើបទបង្ហាញឲ្យគ្នាយើងនៅអីទេប្រើពាក្យតាមហ្នឹងបើគ្រូធ្វើបទបង្ហាញឲ្យអ្នកមានឋានៈខ្ពស់ជាងប្រើពាក្យផ្សេងហើយមានអឿនមាន and on អីខ្លះអញ្ចឹងណាគេដូចក្នុងករណីនេះដូចអាដាមដូចជំទាវបានជ្រាបរួចហើយឬក៏នៅក្នុង slide នេះខ្ញុំបាទសូមគ្រប់ជូនឬក៏សូមជម្រាបជូនតកតងជាមួយនឹងព័ត៌មានអីឬក៏តកតងជាមួយអីចឹងទៅក្នុងករណីនេះគេប្រើពាក្យហ្នឹងណាបន្ថែមពីលើនេះមួយវិញទៀតយើងឃើញថាបើសិនជាចេះចេះវិញយើងនឹងទទួលបានមានណែងណងអញ្ចឹងយើងធ្វើម៉េចយើងដឹងប្រើពាក្យខ្មែរអត់ធោះហើយមនុស្សវាទៅតាមនឹងអ្នកដែលចេះប្រើពាក្យគេមើលមកនឹងគេឲ្យតម្លៃពួកយើងចេះប្រើពាក្យប្រើអីសម្បីតែយើងខ្លួនឯងក៏ដឹងដែរពេលដែលគេនិយាយមកប្រើពាក្យល្អទៅយើងស្ដាប់ហ្នឹងហើយមើលទៅដឹងអ្នកចេះដឹងអីចឹងទៅទោះបីជាខ្លឹមសារវាមិនសូវល្អប្រហែលតែស្ដាប់ទៅវាទំនងណាចឹងទម្លាប់ហើយរៀនភាសាណាក៏ដោយដែរមានតែភាសាខ្មែរទេវាអង់គ្លេសក៏ដោយដែរបើយើងចេះប្រើសុខពាក្យណានោះពាក្យច្រើនព្រមទៅហើយគេវាតម្លៃដែលយើងចេះដឹងអញ្ចឹងទៅវិសាអង់គ្លេសទៀតសោតក៏យើងដឹងដែរពាក្យដូចគ្នាតែប្រើខុសគ្នាសុខពាក្យសុខអីគេអត់ប្រើពាក្យច្រំដែលច្រំអីអញ្ចឹងណាហើយគ្រូមើលឃើញគ្នាយើងជាពិសេសនិស្សិតតែម្ដងឲ្យតែសរសេរអត្ថបទទាក់ទងភាសាខ្មែរទៅអីគឺមិនបាច់មើលតែម្ដងមិនដឹងចង់និយាយពីអីគាត់បានអង់គ្លេសមកគាត់យកទៅបកប្រែ AI អីក៏ដាក់មកទាំងដុលអានទៅវាអត់មានប្រយោគចុងដើមវាអត់មានឃ្លោងឃ្លាភ្ជាប់ប្រយោគទៅប្រយោគមួយអីអត់យើងជាខ្មែរហើយយើងជានិស្សិតជាបញ្ញវន្ត at least ក៏យើងមិនខ្លាំងអង់គ្លេសក៏យើងត្រូវចេះប្រើភាសាជាតិខ្លួនឯងណាប៉ុន្តែមិនថាតែប្រើពាក្យស៊ីជម្រៅអីទៅគាត់ថាឲ្យស្ដាប់ទៅវាអត់ទលាន់ហើយវាចូលតិចអញ្ចឹងណាអត់ទេអានទៅគឺអានដូចជាក្បាលវិលមុខអញ្ចឹងទៅហើយវចនានុក្រមអីផ្សេងៗយើងត្រូវមានវចនានុក្រមរិមដសភាវចនានុក្រមជួនណាតវចនានុក្រមរិមដសភាហ្នឹងធំទូលាយជាងវចនានុក្រមជួនណាតសម្ដេចសង្ឃជួនណាតហ្នឹងណាដោយសារគាត់យកវចនានុក្រមសម្ដេចសង្ឃជួនណាតបូកថែមមួយពាក្យថ្មីពាក្យផ្សេងអញ្ចឹងមានថាសម្ដេចសង្ឃជួនណាតគឺវចនានុក្រមរបស់គាត់យើងអត់ធ្វើអីទេយើងរក្សាទៅដែរហើយយើង add up ថែមពាក្យថ្មីទំនើបអញ្ចឹងណាអញ្ចឹងគេមានវចនានុក្រមនឹងមួយទៀតវចនានុក្រមរបស់រាមទសភាយើងទៅឡើងក្នុងទូរស័ព្ទក្នុងកុំព្យូទ័រក្នុងអីចឹងអត់បានទេនឹងពេលសេបាយការសេអីត្រូវមើលដាច់ខាតដែរពាក្យណាមានរោអត់រោពាក្យមិនល្វិនហ្នឹងហើយដូចពាក្យឲ្យចឹងទៅសេអស្រអដែលយោនឹងខុសអត់មានពាក្យហ្នឹងទេមានតែស្រាប់ពេញតួអោហើយជើងយោឲ្យហើយពាក្យមកណូទៀតតែយើងទន្ទឹមនឹងនេះអត់មានទេមានតែពាក្យទន្ទឹមនេះណាពាក្យខ្លះយើងប្រើហ្នឹងតែអត់មានក្នុងវចនានុក្រមទេប្រើទាំងខុសអញ្ចឹងហើយដូចមោទនភាពហ្នឹងក៏អត់មានដែរមានតែពាក្យមោទកភាពតែយើងតែងសេមោទនភាពចិត្តមោទនភាពចិត្តហ្នឹងវាអត់មានពាក្យហ្នឹងហើយតែក្នុងរបាយការណ៍ផ្លូវការផ្លូវអីយើងទៅសៀតបាននេះសៀតហ្នឹងគេវាតម្លៃយើងហើយយើងអត់ដឹងអីអញ្ចឹងផ្សេងបាយការណ៍មួយគ្រប់ពាក្យគ្រប់ម៉ាត់គឺសើចទាំងអស់អញ្ចឹងទេមោទនភាពមានករណីផ្សេងគ្នានេះភាពជាទីរីករាយភាពជាទីគប់ចិត្តភាពជាទីគួរឲ្យកោតស្ងប់ស្ងាត់តែពាក្យដែលយើងហៅមោទនយើងមានន័យហ្នឹងមោទកៈទេមោទកៈ
ហើយពាក្យជាច្រើនដែលយើងត្រូវស្វែងយល់ណាជាភាសាពាក្យមានរោអត់រោហ្នឹងខុសទៅញយហ្នឹងហើយថវិកាហ្នឹងអត់មានរោទេពាក្យចឹងយើងទៅសេមានរោខុសហើយហ្នឹងហើយថវិកាហ្នឹងហើយដូចពាក្យស្នើសុំស្នើហ្នឹងខ្លះមានរោ0ទៅអត់មានទេអាហ្នឹងវាអញ្ចឹងឯងគ្រូចូលដំបូងក៏ដូចគ្នាអត់ចេះទេមុនចេញបាយការមួយឆែកចង់វិលក្បងអស់ហើយគ្រប់ពាក្យគ្រប់ម៉ាត់យូរទៅវាស៊ាំប៉ុណ្ណឹងយើងដែលស៊ាំវាមិនមែនពាក្យដែលយើងទៅសេបាយការនេះវាក្រៅពីរង្វង់វាប្រមាណនេះវាមានរាប់ពាន់រាប់ម៉ឺនពាក្យអីទេដែលទេណាពាក្យថ្មីគឺយើងសើចថ្មីហ្នឹងទៅពាក្យចាស់នេះយើងដឹងហ្នឹងទៅនៅក្នុងនាមយើងជានិស្សិតបញ្ញវន្តម្នាក់ទោះយើងមិនមែនជាឯកទេសខាងអក្សរសាស្ត្រក៏យើងត្រូវតែចេះប្រើភាសាជាតិខ្លួនឯងដែរហ្នឹងហើយកាលណាយើងចេះប្រើភាសាជាតិខ្លួនឯងល្អវាតម្លៃមកដឹងថាយើងអ្នកចេះដឹងហើយបើយើងអត់យកចិត្តទុកដាក់កន្លែងហ្នឹងទេវាមើលមកដូចញាប់មកនិស្សិតអីចឹងបញ្ញាបត្រនិស្សិតចំនួនមុនអ្នករៀនបានបញ្ញាបត្រនេះណាល្បីណានៅភូមិហ្នឹងគេលើកកូនឲ្យគេហៅគ្រូបញ្ញានេះណាធ្វើគ្រូឯគ្រូបញ្ញាហ្នឹងគឺអស់ទោះម៉េចនេះត្បិតតែវាធម្មតាព្រោះទុនជាងកម្រលើកមុននៅរំអ្នកមានរៀនដល់បញ្ញាអញ្ចឹងតែជាសួរចាស់ហ្នឹងហើយហើយតែចិត្តកាន់តែទៅមុខមានអ្នករៀនបានកាន់ច្រើនអញ្ចឹងទៅវាកាន់តែ level វាកាន់ទៅមុខណារងថ្ងៃទៅ PhD អីបណ្ឌិតអីបាននេះហ្នឹងហើយអនុបណ្ឌិតអីបញ្ញាបត្ររងបញ្ញាបត្រជាន់ខ្ពស់គេមានហៅអនុបណ្ឌិតបញ្ញាបត្រជាន់ខ្ពស់បញ្ញាបត្រជាន់ខ្ពស់ហ្នឹងក៏យើងហៅសាមញ្ញអនុបណ្ឌិតហ្នឹងក៏ធម្មតាដែរឥឡូវក្នុងកម្រិតមួយទេអញ្ចឹងណារៀនដល់បណ្ឌិតបាននេះបានខ្ពស់បណ្ឌិតគេហៅភាសាអង់គ្លេស PhD Doctor of Philosophy យើងហៅ Doctor ទៅទេក៏បានដែរ Doctor of Philosophy ហ្នឹងក្នុងន័យមួយថាវារៀនដល់កម្រិតមួយដែលចេះថ្លឹងថ្លែងចេះគិតចេះវិភាគចេះ resolution អីចឹងទៅមិនមែនថារៀនទៅវាចេះគ្រប់រឿងមិនមែនទេយើងរៀនទូមួយទេសម្រួចទៅមួយទេយើងរៀន Bachelor យើងរៀនទូទៅវាជាគ្រឹះមុំហ្មង Bachelor ស្អីក៏រៀនស្អីក៏ដឹងហើយឈានទៅ Master មកជំហានយើងអត់រៀនដូច Bachelor ទេយើងចាប់យក skill មួយឯកទេសមួយដូចតែខាង network ឬខាង RF circuit design ឬខាង telecom ឬខាង programming អី data analysis អីចឹងទៅយើងរកឯកទេសមួយហ្នឹងហើយឯកទេសដែលយើងរៀនហ្នឹងវា build ពី Bachelor ទៅនឹងឯងពួក Bachelor យើងរៀនទូទៅស្អីគេយើងរៀនឲ្យសួរចេះអត់មិនទេ Bachelor គេមិនឲ្យចេះទេឲ្យចេះមិនរៀនច្រើនយ៉ាងនេះប៉ុន្តែនៅពេលដែលយើងរៀនថ្នាក់ខ្ពស់វាមានគ្រឹះមកពីនឹងឯងវាបៀងនៅលើនឹងឈរលើនឹងអភិវឌ្ឍរៀនសូត្រថែមទៀតចឹងណាហើយដល់បណ្ឌិតទៀតពួក Bachelor យើងរៀនតែ2ឆ្នាំទេកំណត់គឺ2ឆ្នាំកន្លះហ្នឹងអស់ហើយអនុបណ្ឌិតណា Master ណាដល់ពេល PhD អត់មានឆ្នាំកំណត់ទេ at least 3ឆ្នាំលឿនបំផុតអាហ្នឹងអ្នកខ្លះដល់5ឆ្នាំអ្នកខ្លះដល់7ឆ្នាំអាស្រ័យនឹង research field អាស្រ័យនឹងមាន idea អី publication អីឬអត់ចឹងទៅណានៅ field ទៅត្រូវទៅសម្បូរ idea សម្បូរអីទៅក៏ឆាប់ចប់ចឹងទៅតែយ៉ាងកំសោយណាស់ក៏3ឆ្នាំដែរ3ឆ្នាំហ្នឹងមិនមែនបើរៀនហ្មងមិនមែនធម្មតាទេមានលំបានទេហើយ2ឆ្នាំគឺត្រូវចប់ credit
យើងមាន39 credit អញ្ចឹងយក credit 2 ឆ្នាំហ្នឹងហើយបង់លុយក៏2ឆ្នាំហ្នឹងដែរបើតែចូលឆ្នាំទី3យើងលេងបង់ឯងព្រោះយើងអត់មាន take cost take អីនៅក្នុងសាលាទៀតទេយើងអង្គុយក្នុង lab យើង research យើង publication អាន paper រក idea ធ្វើពិសោធន៍ចេញលទ្ធផលយ៉ាងម៉េចយើង publication paper នឹងឯងហ្នឹងហើយ paper មាន criteria impact factor វាប្រមាណហើយលក្ខណៈ conference ហ្នឹងក៏គេមិនរាប់ដែរ conference ធម្មតាទេគេយក journal សេ10ទំព័រ20ទំព័រអីចឹងណាហ្នឹងហើយដល់ពេលដែលយើងរៀនស៊ុបមែនទែន ID អត់ពិបាកទេហើយពិបាកតែរឿងថា application យ៉ាងម៉េចព្រោះយើងមាន ID យើងត្រូវធ្វើគេហៅ feasibility study យើងត្រូវធ្វើគេហៅមើលភាសាអី feasibility study ហៅអីភ្លេចពាក្យហ្នឹងទៅហៅ learning ស្អីដំបូងមុនយើងនេះហ្នឹងហើយអញ្ចឹងទៅមើលតែមាន potential ហើយចាប់ដើមធ្វើធំនេះហើយយើងត្រូវការtest ទៅលើsubject របស់យើងច្រើនដើម្បីទទួលបានទិន្នន័យមកច្រើនដើម្បីធ្វើការ analyze algorithm របស់យើងវា accuracy វាប្រមាណវាអីហើយពេលហ្នឹងគឺមកទាំងអស់ទាំងតាក់ទងជាមួយ statistic តាក់ទងជាមួយ probat តាក់ទងជាមួយស្អីមកទាំងអស់ហេតុអីព្រោះយើងត្រូវការយកវាទៅវិភាគទៅ analyze វិធីគុំណាឡេះបាច់មកទេនេះដែរអត់ទេដាច់ពី យើងត្រូវ phone ការ ទៅតាម យើងត្រូវការសិក្សា accuracy វាប្រមាណ sensitivity វាប្រមាណ predictivity វាប្រមាណណា true positive false negative true positive true negative false positive false negative ចែកចេញជាទិន្នន័យមក statistic អីចឹងទៅ linear regression យើងត្រូវការ t score យើងត្រូវការអីផ្សេង p value យើងត្រូវការ variance standard deviation mean អីផ្សេង mode median អាមូលដ្ឋានរបស់ statistic ហ្នឹងអត់ត្រូវការចេះវាបើមិនចេះវាយើងយកតម្លៃវាតម្លៃទៅលើ idea របស់យើងវាតម្លៃទៅលើ algorithm របស់យើងយ៉ាងម៉េចយើងយកអីទៅវាតម្លៃណាដូចយើងរៀន machine learning ដូចយើងរៀន AI អីផ្សេងហ្នឹងចេញមកពីមនុស្សតើវាចេញមកពី algorithm វាចេញមកពីអីហ្នឹងឯងមូលដ្ឋានគឺគណិតវិទ្យាណាហើយគ្រូរៀន master ក៏ដោយ PhD ចប់ក៏ដោយសារមូលដ្ឋានគណិតវិទ្យាដែរបើអត់មាននឹងទេនឹងរៀនអីទេយើងមិនមែនថាយកគណិតទៅធ្វើអីតែវាត្រូវការគណិតវិទ្យានឹងរៀនឲ្យច្រើនអត់ចេះខុសទេទៅមិនបានរៀនតព្រោះវាមានតម្លៃក្នុងការរស់នៅក្នុងការអីផ្សេងមុខជាមួយដែលបើយើងនិយាយជារួមថាពិបាកតែបើយើងសិក្សាដល់អត់ពិបាកទេវាមានគណិតវិទ្យាពិបាកជាងនឹងឆ្ងាយណាស់យើងរៀនរាល់ថ្ងៃនេះប៉ុន្តែមូលដ្ឋាននេះណាយើងអត់ហៅពិបាកទេហ្នឹងមិនធ្វើម៉េចសម្រាប់អ្នកដែលថាចង់ research រៀនតវាត្រូវ build អញ្ចឹងហើយទូអង្គទៅកូរ៉េដំបូងដោយសារយើងទៅពីខ្មែរទៅចំនួន2009យើងអត់មានអីទេខ្លួនអត់មានអីទេមានន័យថាយើងអត់មានអ៊ីនធឺណិតទៅរុំទៅមានសម័យហ្នឹងមានអត់ទេប៉ុន្តែចំនួន Nokia យើងអត់មាន device យរុំអត់មាន smartphone មានតែ Nokia ចំនួននោះអ៊ីនធឺណិតមានអ៊ីនធឺណិតកាហ្វេមានអីគេហៅធ្វើផ្ទះដូចផ្ទះល្វែងមួយគេដាក់កុំព្យូទ័រដាក់អីចូលទៅប្រើទៅអីគិតម៉ោងគិតអីចឹងណាអានោះពេញហើយយើងរៀននៅ NPIC នៅកប់ស្រូវងាយបានមកអីកុំព្យូទ័រស៊េរីអេក្រង់គូតវែងៗធំហ្នឹងនោះ laptop ក៏មានដែរតែមិនមាននិស្ស័យប្រើទេថ្លៃណាស់
រាប់ពាន់នឹងមានលុយណានេះតបងសាលានឹងចង់ដាច់ខ្យល់វាចឹងរៀនពឹងលើกระดาษគ្រូ copy ដោយ hand out ឲ្យប្រហែលជា10 page អីចឹងណាចែកធានថ្នាក់ទៅ copy មកហើយចែកលុយចែកគ្នាចឹងទៅរៀនតាមកระดาษហ្នឹងឯងហើយទៅពេលដែលយើងក៏នោះវិភពសំណាងយើងចំនួន1 generation 1យើងនៅ NPAC ហ្នឹងហើយគ្នាទៅ10នាក់ទេហើយធ្លាក់បួក KGS មកហ្នឹងក៏នោះថា KGSP Korean Government Scholarship Program KGSP ឥឡូវគេហៅ KGS Korean Government Scholarship ហ្នឹងឯងចឹងធ្លាក់បួក KGS មកហ្នឹងដោយសារសាលា NPAC cooperate មានថានេះណាជំនួយរបស់កូរ៉េជំចីបរិភាគរបស់កូរ៉េហើយចឹងទៅហើយគេចង់ promote ចង់អីដែរចឹងមិនថារើសសុទ្ធទេប្រឡងដែរក៏នោះប្រឡងបានទៅ 4-5 នាក់មានគ្រូមានប្រហែលអឿនរ៉នវិស័យស្មី5នាក់អានទៅ5នាក់ហ្នឹងក៏នោះប្រឡងមាន electromagnetic មានគណិតភាសាអង់គ្លេសហ្នឹងហើយប្រឡងចឹងទៅហើយទៅសម្ភាសនៅទូតអីចឹងទៅបានជាប់ទៅនឹងឯងបើយើងនិយាយពីក្នុងខ្លួនសឹងថាមានអីទេណាហើយទៅដល់នោះទៅវាដូចថាបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់យើងហ្នឹងយើងទៅស្រុកទំនើបមានអ៊ីនធឺណិតក៏នោះ smartphone មានហ្នឹងនៅគេនៅអីហ្នឹងចឹងទៅវាដូចថាបើសម្រាប់យើងគឺដូចបើកភ្នែកយើងភ្លឺអញ្ចឹងណាយើងចាប់ដើមរៀនហើយក៏នោះគ្រូ advisor ហ្នឹងគាត់យល់ពី background របស់យើងដែរគាត់ឲ្យទៅរៀនមួយ bachelor ទៅរៀនអីឲ្យទៅម៉ោងគាត់ទៅរៀន bachelor ហ្នឹងឲ្យយើងទៅអង្គុយរៀនក្នុងហ្នឹងណាក់ master ហ្នឹងក៏យើងរៀនណាក់ bachelor ក៏យើងរៀនមួយគាត់រៀនមួយអីហ្នឹងដើម្បី build មូលដ្ឋានហ្នឹងឯង2 ឆ្នាំហ្នឹងហើយចឹងមិនចង់និយាយនេះថាដំណើរជីវិតរបស់មនុស្សម្នាក់វាខុសគ្នាចឹងអ្នកណាទៅណាអ្នកណាសម្រេចមិនអីផ្សេងនៅលើយើងទេយើងរៀបចំខ្លួននឹងឯងចឹងមិនថាឥឡូវក្នុងករណីយើងឆ្នាំទី3ចូលឆ្នាំទី4នឹងនៅមួយឆ្នាំទៀតហ្នឹងមួយឆ្នាំយូរសម្រាប់អ្នកដែលរៀបចំខ្លួនហើយក៏លឿនដែរសម្រាប់អ្នកដែលភ្លេចខ្លួនលឿនចប់លើតែបើអ្នកធ្វើគឺយូរថ្ងៃទៅថ្ងៃបុករៀនអញ្ចឹងយូរណាមួយ internship ផងអីផងទៅវិញហើយគ្រូនិយាយនេះបទពិសោធន៍សិស្សច្បងចំនួន4ឈ្មោះដាំស្មូនរតនាមួយហ្នឹងដូចគ្នាពីឆ្នាំទី1ដល់ឆ្នាំទី3សឹងតែឆាចោលហើយនោះវាវក់នឹងបាល់ទាត់វាអីនឹងក៏នោះម្ដាយវាអ្នកភូមិជាមួយនឹងទេមកមួយអាទិត្យ7ថ្ងៃច័ន្ទដល់អាទិត្យទេមករងថ្ងៃងាយឡើងលោកគ្រូអើយកូនខ្ញុំមិនហើយលោកគ្រូអើយកូនខ្ញុំមិនហើយរៀនមិនតែនិយាយមួយគាត់អញ្ចឹងថាបើមកសាលាខ្ញុំចេះជួយបានគាត់ថាមកខ្ញុំនឹងជួយមិនទេហ្នឹងណាហើយវាភ្ញាក់ខ្លួនវាក៏នៅបានរនុតអីនៅដែរគាត់នឹងកូវីដអីម៉ោងចូលសាលាម៉ោង7ចេញម៉ោង6យក attendance យកអីហើយអត់ខ្វល់ច្រើនណាស់តែមិនបាច់ខ្វល់ទេយកតែមួយយកឲ្យវារៀន Flutter design app design អីចឹងទៅ algorithm តតងរឿងគណនា EMI គិតលុយគិតកាក់ការប្រាក់ចំចៃប្រាក់អីហ្នឹងយើងបញ្យល់ algorithm វាទៅហើយឲ្យរៀន Flutter design ជា app ចប់4ឆ្នាំមួយឆ្នាំហ្នឹងដល់រៀនចប់ទៅ opportunity មកជួបគ្រូកូរ៉េអីចឹងទៅគាត់សម្ភាសទៅតាមលក្ខណៈ professor sponsor ដែរសម្ភាសទៅមានប្រវត្តិស្នាដៃក្លឹប design app នេះនោះទៅក៏បានជាប់ទៅរៀនកូរ៉េបាត់ទៅជាប់ទៅជីវិតវាទៅនោះហើយរៀន master ចោលឥឡូវកំពុងត PhD ទៀតហើយខ្ញុំថាមួយឆ្នាំចុងក្រោយហ្នឹងវាអត់យឺតទេយឺតសម្រាប់អ្នកដែលភ្លេចខ្លួនភ្លេចឲ្យលឿនណាស់ហ្នឹងហើយតែ
យើងបុកទៅរាល់ថ្ងៃមានស្អីចង់រៀន Flutter មានស្អី YouTube ក៏មានស្អីក៏មានណាហ្នឹងហើយនោះវាគាត់បានដែរអានោះវាមិនមែនថាងងមកសុទ្ធអីទេនឹងវាឆ្លាតអីដែរអញ្ចឹងណាគាត់ថាវាវក់នឹងអីរឿងផ្សេងសង្គមអីហ្នឹងអញ្ចឹងទៅក៏ឥឡូវកំពុងរៀន PhD ហ្នឹងវាខុសគ្នាអញ្ចឹងឯងចង់និយាយនេះថាដំណើររបស់យើងម្នាក់យើងជាអ្នក define យើងជាអ្នកកំណត់អ្នកណាធ្វើអីអ្នកណាខ្លាយជាអីយ៉ាងម៉េចយើងហើយណាតែចប់ទៅរៀនចប់ទៅចេញធ្វើការអីប្រាក់ខែប្រហែលយើងចង់បានលុយចាយអត់ចង់បានលុយច្រើនអត់ចង់មានជីវភាពសមរម្យអត់ចង់មានប្រពន្ធកូនចង់ចិញ្ចឹមកូនប្រពន្ធអីជាបន្ទុកគ្រួសារជាមេគ្រួសារជាអីអត់យល់ទេអាហ្នឹងអ្នកណាគេទៅធ្វើជំនួសយើងកើតមិត្តភ័ក្តិគ្រូមិនចប់ទៅយើងនៅសុំអង្គគេហូបបាយណាអត់ទេអត់បានទេមានណាគេឲ្យទេគេក៏មានគ្រួសាររបស់គេក៏មានទំនួលខុសត្រូវរបស់គេតែពុកម្ដាយយើងដូចគ្នាដែរយើងទៅសុំគាត់ខ្មាស់អៀនដៃរៀនចប់ដែរហើយអត់រកការងារធ្វើអីយ៉ាងម៉េចហើយចេញទៅអញ្ចឹងទៅហើយការងារខុសគ្នាអញ្ចឹងអ្នកខ្លះបានក្រុមហ៊ុនល្អប្រាក់ខែខ្ពស់អីចឹងអ្នកខ្លះបានប្រាក់ខែតិចអញ្ចឹងចាប់ដើមធៀបគ្នាមើល social media មើល Facebook គេប៉ុស្តិ៍ណេះនោះឯងធៀបចាប់ដើមធៀបរៀនមួយគេដែរថ្នាក់មួយគ្នាសោះដើមគេហៅព្រៀបនេះអញ្ចឹងឯងយើងចាប់ដើមព្រៀបអញ្ចឹងគ្រូមិនដែលប៉ុស្តិ៍ Facebook ទេអត់ល្អទេមានន័យអីទៅប៉ុស្តិ៍ជីវិតយើងនៅក្នុង Facebook យើងទីមួយយើងមិនមែនជាគេហៅ public figure ទេយើងក៏មិនមែនMMO អីនេះដែរបើយើងរកខាងហ្នឹងធ្វើខាងហ្នឹងអាហ្នឹងយើងត្រូវបុកខ្លាំងយើងវាមិនមែនខាងហ្នឹងហើយឃើញប៉ុស្តិ៍ទៅអ្នកខ្លះដើរលេងកន្លែងនេះអ្នកខ្លះសម្ភារៈនិយមទៅអ្នកខ្លះអីហឺហាអ្នកខ្លះមានឡានគេថតឡានអីចឹងទៅខ្លះពាក់អាវប្រជុំពាក់អាវធំមេកវ៉ាត់កញគេផុសចឹងទៅខ្លះក្នុងវាអត់មានទេ illusion ទេនោះមានទេចាំថាដូចអ្នកលក់អនឡាញអីផ្សេងបង្ហាញលុយបង្ហាញកាក់បង្ហាញមាសបង្ហាញអីនោះមិនគ្រូថាតាបើវាមានវាអត់បង្ហាញទេដែលអ្នកមានណាឈ្មោះទៅបង្ហាញមាសដាក់លើចង់ជើងពៀននឹងគេឃើញទេឲ្យចោលវាប្លន់មែនប៉ាន់ជារបបរបស់គេដាក់ឃើញគេដាក់សម្ញែងឲ្យតែគេនឹងរកបានអញ្ចឹងគេឲ្យតំណាងចែកចាយហ្នឹងឯងគេឃើញទៅចង់បានមានចង់បានលុយអញ្ចឹងដែរហ្នឹងវាគោលបំណងគេវាមានហ្នឹងហើយអញ្ចឹងបានថាវាមិនថាអីទេយើងចូលចិត្តក៏ចូលចិត្តទៅប៉ុន្តែចុងក្រោយវាប្រៀបចាញ់វាប្រៀបគ្នាវាធៀបគ្នាអញ្ចឹងឯងឃើញគេមានឃើញគេហឺហាឃើញគេសំប្រកបអញ្ចឹងទៅហើយចាប់ដើមមានជំងឺ depression ចាប់ដើមស្ងួតស្ងាត់ចាញ់ជីវិតmindset មនុស្សរស់នៅ mindset ណាកាលណាយើងមានផ្នត់គំនិតត្រឹមត្រូវមានគោលចំហគំនិតគោលចំហជីវិតវាអត់ធ្វើអីយើងអង្គើបានទេហើយអ្នកខ្លះក៏ជីវភាពលំបាកអីចឹងទៅដោយសារតែលំបាកហ្នឹងប្រឹងរៀនដើម្បីកែប្រែជីវិតណាយើងមកជនបទមកពីស្រុកពីស្រែម៉ែឪមិនសូវមានទៅអីធ្វើការផងគុតគង់ខ្លួនឯងផងហ្នឹងឯងជីវិតវាមានន័យកន្លែងហ្នឹងឯងណាព្រោះបើយើងស្រួលយើងអត់មានខ្លឹមសារជីវិតទេដោយសារយើងលំបាកហ្នឹងយើងប្រឹងឲ្យវាមានចំណេះស្នូលមួយហើយរៀនចប់ទៅវាកែប្រែឆាកជីវិតយើងនឹងឲ្យយើងចង់អញ្ចឹងអ្នកខ្លះភ្លេចខ្លួនហើយទៅធ្វើការផាត់ថែមផាត់អីវាទៅជារឿងយករឿងផាត់ថែមមកធ្វើជាធំអត់យករឿងរៀនធ្វើជាធំទេអញ្ចឹងចប់ទៅក៏ទៅទេយល់ទេចប់ទៅគឺលំបាកទៅដែររកការងារមិនសមប្រកបអីព្រោះគំនិតវាចំណេះវាមិនមានការងារក៏វាបានតែប៉ុណ្ណោះឯង
ហើយសួរមិនក៏មានការងារល្អlà world part time world role លុយចាប់ផ្ដើមរៀបធ្វើម៉េចយើងវាអត់យើងគេទូធាយើងគេរៀនអញ្ចឹងវាមិនចឹងទេអាហ្នឹងវាលេសនៃជីវិតទេចាប់ផ្ដើមរោគេហៅរោគេហៅគេហៅអីអ្នករោអ្នកដំលាក់កំហុសទៅលើហ្នឹងដឹកកំហុសទៅលើនេះកំហុសនោះរៀនរាល់ថ្ងៃវាអត់ពិបាកទេ programming ឲ្យច្បាស់មួយ Python ចំ Python Java ចំ Java យល់ទេកុំរៀនច្រើនពេកឲ្យច្បាស់រៀនគឺច្បាស់មានថាអានឹងជារបស់យើងគ្រូ MATLAB អញអត់ខ្វល់ណាចេះអីទេអញនឹង MATLAB ចូល MATLAB នឹងមកខ្ញុំចង់ធ្វើអីមួយ MATLAB ឯងរាល់ថ្ងៃខ្ញុំធ្វើអីក៏ខ្ញុំប្រើ MATLAB ដើម្បីសេកូដសេអីធ្វើអីមិន MATLAB ព្រោះយើងចេះតែហ្នឹងហើយសួរ Python មិនព្រមរៀនអត់ចង់វាដល់វ័យហ្នឹងហើយយើងអត់ទាន់មានតម្រូវការ Java ស្អីហ្នឹងអូយើងមានមូលដ្ឋានកូដមួយហើយយើងទៅរៀនអីវាលឿនទេ YouTube ក៏មានអីក៏មានយើងទិញខុសគេអា Udemy អី 10p រៀលនឹងខ្វះអីសាលាក៏មានគាត់ថាធ្វើម៉េច build ខ្លួនឯងមួយទៅច្បាស់កូដមួយហ្នឹងយក Python ឲ្យជាប់ចឹងទៅឬក៏យក Java នឹងឲ្យជាប់ចឹងទៅវាមានច្រើនទី Kubernetes អី Docker អីផ្សេងហ្នឹងអូវានេះមកហើយយើងមានមូលដ្ឋានកូដនឹងមុំមួយហើយយើងចង់គេ explore ទៅលើអីផ្សេងលេងទៅមើលទៅហ្នឹងណាកុំឲ្យយូរពេកឥឡូវបတ်បង្ហាញទៀតទេចឹងតទៀតនៅមិន2នាក់ទៀតទេបាទលោកគ្រូលោកគ្រូឃើញ screen អត់លោកគ្រូឃើញរីកធំនេះមកទៅកុំអញ្ចឹងជាដំបូងសូមជម្រាបសួរលោកគ្រូហើយមិត្តរួមថ្នាក់ទាំងអស់គ្នាក្នុងបទបង្ហាញនេះខ្ញុំនឹងលើកជូនទាក់ទងនឹងការយល់ដឹងអំពី drive test procedure ថាតើការធ្វើ drive test ហ្នឹងត្រូវដឹងអីគេខ្លះហើយstep ក្នុងការធ្វើ drive test ហ្នឹងមានអីគេខ្លះអញ្ចឹងនេះជា content នៅក្នុងបទបង្ហាញនេះអញ្ចឹងដំបូងយើងមើលពី QoS តមកមើលពី KPI ដែលគេប្រើភាគច្រើនហើយស្វែងយល់ពី KPI ទាំងអស់អញ្ចឹងដំបូងនិយាយតាក់ទងជាមួយនឹង QoS អញ្ចឹង cellular network ដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងគឺវាបែងចែក resource ទៅតាមតម្រូវការរបស់ traffic អញ្ចឹងបើឧទាហរណ៍ថា mobile service អញ្ចឹងយើងមានដូច voice call file download video streaming ហើយ web browsing ជាដើមអញ្ចឹងបើអត់មាន QoS ទេ traffic ទាំងអស់ហ្នឹងវានឹងទៅដើម resource ពីគ្នាអញ្ចឹងអាណាត្រូវការច្រើនជាងservice មួយណាដែលត្រូវការច្រើនជាងវានឹងទាញយក resource ច្រើនជាងតែ service មួយគឺវាមានតាមជាក់ស្ដែងគឺវាមាន priority ខុសៗគ្នាអញ្ចឹងគេបង្កើត QoS មកដើម្បីរៀបចំការបែងចែក resource ហ្នឹងទៅតាមតម្រូវការជាក់ស្ដែងរបស់ traffic ហ្នឹងអញ្ចឹងឧទាហរណ៍ដូចក្នុង 2G អញ្ចឹងនៅពេលដែលយើង make call ដោយសារតែ call ហ្នឹងវាមាន priority ខ្ពស់ជាងអញ្ចឹងនៅពេលដែលយើងប្រើ call bandwidth ភាគច្រើនគឺឲ្យទៅលើ call ហ្នឹងហើយយើងប្រើ internet link កាត់ហើយដើម្បីមើលថាដំណើរការ QoS ហ្នឹងគឺវាតាមដើរទៅគុណភាពល្អឬក៏អត់គេមើលទៅលើ
key performance indicator ទៅតាម category ផល QoS មួយចឹងចំណុចបន្ទាប់គឺការជ្រើសរើស KPI ដើម្បីមកវិភាគលើ QoS របស់យើងចឹងសម្រាប់ KPI គឺយើងជ្រើសរើសទៅតាមប្រភេទ service ដែលយើងចង់មើលទៅលើចឹងឧទាហរណ៍ដូចបើយើងចង់មើលលើ voice call ចឹង KPI ដែលគេអាចមើលមាន call setup success rate មាន call setup time call drop rate speech quality ហើយ service coverage area ជាដើមបើយើងចង់វិភាគទៅលើ internet service ចឹងយើងមើលលើ throughput មាន packet delay variation ដែលជា jitter ហ្នឹងហើយ packet loss ratio QoS ដើម្បីឲ្យមានភាពងាយស្រួលក្នុងការវិភាគគេបែងចែកជា category ធំអញ្ចឹងcategory ហ្នឹងមានដូចជា accessibility តើ user ហ្នឹងអាច access service ហ្នឹងបានអត់ retainability បន្ទាប់ពីអតិថិជនគាត់ប្រើ service ហ្នឹងហើយគាត់អាចប្រើប្រាស់បន្តទៀតដោយអត់មានការ interrupt ឬបានឬក៏អត់មកទៀត integrity performance post service ហ្នឹងវាមានលក្ខណៈដូចម្ដេចនៅពេលដែលកំពុងប្រើប្រាស់មួយទៀត availability តើ service ហ្នឹងវា available សម្រាប់ user ប្រើប្រាស់គ្រប់ពេលឬក៏អត់ហើយមួយទៀត mobility គឺមើលទៅលើថាuser ហ្នឹងគាត់អាចបន្តការប្រើប្រាស់ service របស់គាត់នៅពេលដែលគាត់ចល័តបានឬក៏អត់ចឹងសម្រាប់ category មួយគឺសម្រាប់ KPI ដែលប្រើប្រាស់ដើម្បីមើលទៅលើ category មួយហ្នឹងគឺ define ដោយ 3GPP ចឹងនេះជា table ដែលបង្ហាញពី key performance indicator សម្រាប់ technology ក៏ដូចជា category មួយចឹងឃើញមានសម្រាប់ accessibility ចឹង technology 2G 3G មើលលើទាំងអស់នេះហើយ retainability មើលលើទាំងអស់នេះហើយសម្រាប់ technology 4G និង 5G គេមើលលើ category 5នេះដែរមើលលើ ERAP ហើយ 5G មើលលើចំណុចផ្សេងទៀត ERAP ចំណុចហ្នឹងគឺ evolved radio access bearer អាហ្នឹងវាដូចជា logical connection មួយរវាងLTE radio network ហើយជាមួយនឹង core network ដើម្បីផ្ទុកឬក៏ផ្ទេរនៅ user data ហើយបើយើងកន្លែងមើលទៅលើតារាង table នេះយើងឃើញថាមានលេខនៅខាងលើនេះអញ្ចឹងលេខខាងលើហ្នឹងគឺជា 3GPP technical specification number តែ technical specification number ហ្នឹងមិនមែនចេញដោយ 3GPP ទេគឺចេញដោយ European Telecommunication Standard Institution វាគាត់ជា standard organization មួយដែលស្ថិតនៅក្រោម 3GPP ដែលចូលរួមនៅក្នុង 3GPP ដែរអញ្ចឹងចំណុចនេះចង់លើកឡើងបន្តិចETSI ហ្នឹងគឺជា standards organization មួយហើយ 3GPP គឺជានិយាយបានថាជាសហគមន៍នៃ standards organization ជាច្រើន ហើយសម្រាប់ KPI ដែល suggested KPI សម្រាប់ service មួយមានដូចនៅក្នុងតារាងនេះចឹងអញ្ចឹង technology 2G ដល់ 4G សម្រាប់ voice គឺមើលទៅលើ KPI ទាំងអស់នេះហើយ voice and data មើលលើ signal strength quality មាន download ហើយ upload speed នេះជាដើមហើយសម្រាប់នៅប្រទេសកម្ពុជាយើងវិញការ watch ស្ទង់ទៅលើKPI នីមួយៗហ្នឹងគឺយក reference ទៅតាម ETSI អញ្ចឹងអានេះខ្ញុំយកពី slides របស់សិស្សបងដែលគាត់បរៀនអញ្ចឹងលោកគ្រូថាដែលគាត់បរៀនអញ្ចឹងដំបូងតទៅមួយ call drop update អញ្ចឹងគឺអានេះខ្ញុំឃើញឯកសារយកពី ETSI guide អញ្ចឹង call drop update គឺប្រទេសយើង define ថាឲ្យ call drop update ហ្នឹងតិចជាង 2% នៅក្នុងតំបន់ទីប្រជុំជនហើយតិចជាង 3% នៅក្នុងតំបន់ជនបទហើយមាន KPI មួយចំនួនទៀតដូចជា
receive receive level ហើយនឹង signal strength signal quality ដែលទាំងអស់ហ្នឹងតកតងមួយ network coverage មកនេះមាន data throughput ដែលប្រទេសយើងបាន define ចឹងសម្រាប់ QoS KPI នីមួយៗគេមិនយកមកវិភាគទាំងអស់ចឹងឯងគឺការជ្រើសរើស KPI ហ្នឹងគឺអាស្រ័យទៅលើ service ដែលយើងចង់វិភាគចឹងខាងក្រោមនេះនឹងលើកជូននៅKPI មួយចំនួនដែលតែងតែជួបប្រទះនៅពេលដែលធ្វើ dry test ចឹងនៅខម category accessibility ចឹងគេមើលទៅលើ call setup success rate ដែល call setup success rate ហ្នឹងបញ្ជាក់ពីអត្រាដែលការទេចេញហ្នឹងវាជោគជ័យចឹងរបៀបគណនាគឺយក successful call ចែកនឹង call attempt សរុបតបមកមានសម្រាប់ LTE technology ចឹងសម្រាប់ 4G គឺគេមើលលើ ERAP វិញការ ERAP establishment ចឹងមាន ERAP setup success rate ហ្នឹងយើងយក successful ERAP setup ចែកនឹង ERAP setup សរុបតបមកក្រោម category retainability មានដូចជា call drop rate អត្រាដែល call របស់យើងបរាជ័យចឹង call drop rate គណនាដូចគ្នាគឺយក drop call ចែកនឹងចំនួន call ដែលជោគជ័យសរុបមួយទៀតក្រោម category mobility គឺយើងមើលទៅលើ handover success rate ចឹង handover ហ្នឹងគឺជា process មួយក្នុងការផ្ទេរ connection របស់ UE ពី sector មួយទៅ sector មួយឬក៏ពី base station មួយទៅ base station មួយទៀតដោយវាអត់ប៉ះពាល់ទៅដល់ service ដែល UE នឹងកំពុងប្រើប្រាស់ចឹងប្រភេទ handover មាន intra handover ហ្នឹងគឺពី sector មួយទៅ sector មួយហើយ inter handover ពី base station មួយទៅ base station មួយទៀតហើយសម្រាប់ការវាស់ handover success rate គឺយើងយក successful handover ចែកនឹង handover attempts តបមក KPI ដែលវាស់ទៅលើដែលបញ្ជាក់ពី network coverage មានដូចជា RSSI ហើយនឹង RSRP អញ្ចឹងដំបូងចំណុចហ្នឹងខ្ញុំរៀងច្រឡំដែរពេលដំបូងតែ RSSI ហើយ RSRP ហ្នឹងខុសគ្នាមិនអញ្ចឹងតាមពិត RSSI គឺ total receive power ដែលទទួលបានដោយ UE អញ្ចឹង total receive power ហ្នឹងគឺបូកបញ្ចូលទាំង signal ដែលយើងចង់បានហើយបន្ថែមជាមួយនឹង interference ហើយ noise ទៀតអញ្ចឹងអាហ្នឹងគេប្រើប្រាស់ដើម្បីវិភាគទៅលើកម្រិត signal ទូទៅបើសម្រាប់ RSRP គឺអាហ្នឹងអាច perform test មួយដោយឲ្យ cell នៃបកគោអង់តែនផ្ញើ reference signal មួយដើម្បីចង់ដឹងថាsignal ដែលទទួលបានពីបកគោហ្នឹងវាខ្លាំងកម្រិតណាអញ្ចឹងមួយជា signal ទូទៅហើយមួយទៀតគឺប្រើ reference signal ផុសបកគោអង់តែនឬក៏អង់តែនតាម sector មួយហើយសម្រាប់ KPI តាក់ទងជាមួយនឹង signal quality មាន RSRQ ដែលបញ្ជាក់ពីគុណភាពនៃ signal មាន SINR ដែលជា signal to noise ratio មើលថា signal យើងធៀបជាមួយនឹង noise មានអត្រាវាបញ្ជាក់ពី signal strength ធៀបទៅនឹង noise ហើយមួយទៀតគឺ CQI ដែលវាជាតម្លៃមួយ report ដោយ UE ទៅកាន់ base station ដើម្បីបញ្ជាក់ថាconnection ឥឡូវហ្នឹងល្អប៉ុណ្ណាអញ្ចឹង range វាមានពី1ដល់15មួយទៀត
សម្រាប់ KPI នៃវិភាគលើ data performance មាន throughput ចឹង throughput ហ្នឹងគឺមើលទៅលើ download speed ហើយ upload speed ហើយសម្រាប់ IP performance វិញមើលលើ ping latency ហើយ jitter latency ហ្នឹងជា delay ក្នុងការផ្ទេរ data ហើយ jitter គឺការប្រែប្រួលនៃ latency ចឹងចូលមកដល់ចំណុចទី4នេះនិយាយអំពី detail មួយចំនួនតាក់ទងជាមួយនឹង base transmission station ចឹងព័ត៌មានមួយចំនួនដែលយើងគួរតែដឹងអំពីបកគោអង់តែនមួយនៅពេលមុននឹងយើងធ្វើ dry test មានដូចជាដឹងពី site ID ហើយ site name ដឹងពីទីតាំងរបស់ BTS ហ្នឹងហើយយើងមើលទៅលើកម្ពស់នៃបកគោអង់តែនមើលលើកម្ពស់អង់តែនមើលលើ azimuth ផអង់តែនហ្នឹងហើយនឹង mechanical tilt electrical tilt ផអង់តែនដែលជាប់ទៅនឹងបកគោហ្នឹងហើយសម្រាប់ soft detail វិញគឺដឹងពី frequency band តើបកគោអង់តែនហ្នឹង operate នៅ frequency មួយណាមាន ARFCN ដែលជា identifier មួយប្រើសម្រាប់បញ្ជាក់ពី frequency band ហើយឈ្មោះវាគឺប្រែប្រួលទៅតាម technology mobile network អញ្ចឹង 3G អញ្ចឹងពាក្យវាគឺ UARFCN 4G EARFCN ហើយ 5G NRARFCN ហើយនឹង physical cell ID អញ្ចឹងslide នេះបញ្ជាក់អំពីazimuth របស់អង់តែនអញ្ចឹង azimuth ហ្នឹងគឺជាទិសដៅដែលអង់តែនដែល beam របស់អង់តែនហ្នឹងបាញ់ទៅធៀបទៅនឹងទិសខាងជើងអញ្ចឹងយើងមានបកគោអង់តែនមួយអញ្ចឹងហើយជុំវិញវាគឺ360ដឺក្រេអញ្ចឹងបកគោនេះបាញ់ទៅចំទិសដៅប៉ុន្មានដឺក្រេធៀបជាមួយនឹងទិសខាងជើងអញ្ចឹងទិសដៅដឺក្រេហ្នឹងគឺជា azimuth អង់តែនហើយសម្រាប់ drive test procedure ហើយនិង scenario planning វិញគឺដំបូងយើងត្រូវស្គាល់អំពីប្រភេទនៃការធ្វើ dry test អញ្ចឹងការធ្វើ dry test វាមាន stationary test អញ្ចឹងការ stationary test ហ្នឹងគឺយើង test នៅមួយកន្លែងហើយ mobility test គឺយើង test ដោយជិះចល័តជុំវិញបកគោអង់តែនហើយគោលបំណងក្នុងការធ្វើ test មួយហ្នឹងគឺសម្រាប់ stationary test យើងវាស់នៅ signal strength ហើយនិង signal quality នៅកន្លែងជាក់លាក់មួយអញ្ចឹងជាឧទាហរណ៍ដូចបើមាន user គាត់ report បញ្ហា signal strength នៅកន្លែងមួយអញ្ចឹងយើងអាច perform stationary test នៅកន្លែងហ្នឹងមួយបានហើយយើងអាចវិភាគទៅលើ data throughput អាច test voice ហើយនិង data services ហើយនឹងរកនៅ coverage issue នៅកន្លែងជាក់លាក់មួយហើយសម្រាប់ mobility test គឺយើងចង់ដឹងអំពី network coverage របស់បកគោអង់តែនមួយហើយមួយទៀតគឺគេអាចតេស្តទៅលើ handover success rate គេវាស់លើ signal fluctuations ហើយចង់បញ្ជាក់ទៅលើថា service យើងអត់ដាច់នៅពេលដែលយើងចល័តជុំវិញបកគោអង់តែននេះជាជំហានក្នុងការធ្វើ dry test ចឹងដំបូងគឺយើងត្រូវ define objective របស់យើងថាការធ្វើ dry test របស់យើងគឺចង់វិភាគទៅលើអីគេយើងចង់ដឹងអំពី coverage ឬក៏យើងចង់ test signal strength ឬក៏ signal quality នៅកន្លែងណាមួយបន្ទាប់ពីយើងមាន objective ហើយយើងអាចរើសប្រភេទ drive test របស់យើងយើងអាចធ្វើ stationary ឬក៏ mobility តបមកមុននឹងចាប់ផ្ដើមធ្វើយើងស្គាល់អំពីទីតាំងដែលយើងត្រូវធ្វើសិនអញ្ចឹងយើងធ្វើ site survey ហើយត្រៀម test route ជុំវិញបកគោអង់តែនបើយើងក្នុងករណីធ្វើ mobility test បន្ទាប់មកយើងរៀបចំ drive test equipment អញ្ចឹងដូចdrive test equipment and application អញ្ចឹងមានដូចជា Xcal
ហើយ post processing application ផ្សេងៗទៀតបន្ទាប់មកយើង collect data ហើយយើង perform analysis បន្ទាប់ហើយជាចុងក្រោយយើងធ្វើការ optimization ថាយើងអាច improve ទៅលើ coverage ឬក៏អ្វីដែលយើងកំពុងវិភាគហ្នឹងតាមរបៀបណានេះគឺជា reference មួយចំនួនឯកសារមួយចំនួនដែលខ្ញុំបានមើលបន្ថែមអញ្ចឹងនេះជាអញ្ចឹងសម្រាប់បទបង្ហាញគឺមានប៉ុណ្ណឹងនឹងឥឡូវទៅមួយទៀតសិនណាវិនហ្នឹងគេ ចាំពេញលោកគ្រូ ហ្នឹងហើយ ខ្ញុំលោកគ្រូ បាទចឹងជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញអំពីការបង្រៀនរបស់លោកគ្រូថាកាលពីសប្តាហ៍មុនគឺយើងធ្វើការនិយាយទៅធ្វើការបកស្រាយទៅលើ QoS នៅក្នុង Mobile Operator ជាមួយនឹង Try Test Procedure សូមតិចអញ្ចឹង content របស់យើងបែងចែកជាពីរ part ដោយ part ទី1យើងធ្វើការនិយាយទៅលើ QoS នៃ Mobile Operator ហើយ part ទី2គឺយើងនិយាយទៅលើ Try Test Procedure អញ្ចឹងនៅ part ទី1គឺយើងធ្វើការចូលទៅដល់ introduction ទៅកាន់ QoS នៃ Mobile Operator អញ្ចឹង QoS យើងអាចហៅថាជា technique មួយដែលធ្វើការ prioritize ទៅលើ service ដែលប្រើប្រាស់ទៅលើservice របស់យើងនៅលើ cell របស់យើងហ្នឹងដែលវាធ្វើការ provide នៅ stable និង reliable communication ដែលផ្អែកទៅលើ service ផ្សេងៗទៅតាមភាពចាំបាច់ឧទាហរណ៍ដូចជាក្នុងរូបភាពនេះគឺ data service ដែល prioritize ជាងគេមាន CTV detection ឬក៏ controller ចឹងទៅប៉ុន្តែបើដូចជាក់ស្ដែងយើងមានដូចជា ambulance communication ឬក៏ data streaming អីចឹងទៅដែលវាឲ្យ priority ផ្សេងគ្នាហើយចូលមកដល់មួយទៀតគឺ QoS performance parameter ដែលដំបូងគេហ្នឹងយើងមាន throughput តែ throughput កន្លែងហ្នឹងគឺយើងនិយាយអំពីបរិមាណនៃ data ដែលយើងធ្វើការ transmit នៅក្នុងរយៈពេលណាមួយដែលpitch ដែលយើងតែងតែឃើញគេគិតជាម៉ាន bit ម៉ាន megabit ឬក៏ gigabit per second ហ្នឹងហើយមួយទៀតយើងមាន latency ហ្នឹងគឺដូច delay អញ្ចឹងដែលយើងនិយាយអំពីរយៈពេលដែល data ឬក៏ packet របស់យើងហ្នឹងធ្វើការ transmit ទៅកាន់ user ម្ខាងទៀតហើយយើងមាន jitter គឺជា variation នៅក្នុង packet delay បានន័យថាទោះបីជា latency នឹងវាល្អក៏ដោយប៉ុន្តែបើសិនជា jitter នឹងវាធ្វើការផ្លាស់ប្ដូរច្រើនអានឹងក៏អត់ល្អដែរឧទាហរណ៍ដូចយើងឃើញ packet នឹងក្នុងនេះអញ្ចឹងឧទាហរណ៍ថា connection យើងវាផ្លាស់ប្ដូរពី20 millisecond ទៅ21ទៅ20ទៅ19អញ្ចឹងអាហ្នឹងគេ consider ថាវាជា jitter ល្អមួយប៉ុន្តែបើសិនវាផ្លាស់ប្ដូរខ្លាំងពេកឧទាហរណ៍ដូចជាពី20 millisecond ទៅ90 millisecond អីហ្នឹងអាហ្នឹងវាគេហៅថាមាន jitter អត់ទៅល្អហើយមួយទៀតយើងចូលមកកាន់ loss ហ្នឹងឬក៏ packet loss ហ្នឹងគឺវាកើតឡើងនៅពេលដែលមានធ្វើការកើតឡើងនៅពេលដែលមានធ្វើការtransmit របស់ដែលយើង packet ដែលយើង transmit ហ្នឹងគឺវាធ្វើការបាត់បង់ឧទាហរណ៍ដូចជាយើងធ្វើការ send packet យើងចំនួន100អញ្ចឹងបានតែ packet ចំនួន98ទេដែលវាធ្វើការ receive អញ្ចឹងកន្លែងហ្នឹងបានន័យថាយើងធ្វើការមាន packet loss ចំនួន 2% ហើយ
cả packet loss nó bị ai chặt bằng ai một co ai miền được chia cả bát bằng bịa rồi có đặt sầm lên nó bây giờយើងកំពុង voice ឬក៏ call ហ្នឹងហើយចំពោះ video stream ហ្នឹងវាអាចធ្វើការរៀង slow ឬក៏ lag អីចឹងទៅហើយចូលមកដល់ QoS KPI អញ្ចឹង QoS KPI កន្លែងនេះខ្ញុំលើកយកមកតែ voice QoS KPI ទេតែក្នុងនោះយើងមាន call setup success rate call setup time call drop rate speak quality ហើយនឹងservice coverage area អញ្ចឹងចំពោះcall setup rate កន្លែងនេះគឺគេនិយាយអំពីភាគរយដែល call របស់យើងហ្នឹងវាធ្វើការ successfully connected បើន័យថាបើសិនមានការ call ចំនួន100អញ្ចឹងការ connect ទូរស័ព្ទរវាង2 user ហ្នឹងគឺគាត់ connect បាន98អញ្ចឹងទៅអញ្ចឹងបើន័យថា call success rate ឬក៏ CSSR របស់យើងហ្នឹងគឺវាស្មើនឹង 98% អញ្ចឹងទៅហើយចំពោះ call setup time គឺជារយៈពេលដែល call ហ្នឹងធ្វើការ establish នៅពេលដែលយើងធ្វើការ press button call អញ្ចឹងកន្លែងហ្នឹងមានន័យថាបើសិនយើងមាន lower call setup time ហ្នឹងបើន័យថាគឺការ call របស់យើងហ្នឹងគឺវាកាន់តែល្អអញ្ចឹងទៅហើយចំពោះ call drop rate គឺជាភាគរយដែល call របស់យើងហ្នឹងធ្វើការ disconnect មុននឹង user ហ្នឹងគាត់ធ្វើការបិទទូរស័ព្ទឧទាហរណ៍ថាយើងមានការទេចេញ100 call អញ្ចឹងទៅហើយធ្វើការ drop 3 call drop ហ្នឹងចំនួន3ចឹងមានន័យថា call drop របស់យើងកន្លែងហ្នឹងគឺមាន300ហើយcall drop ហ្នឹងវាអាចបង្កមកពីការ signal សោយការមានន័យថា hand over របស់យើងហ្នឹងអត់សូវល្អហើយអាចចាត់ឡើងដោយសារ interference អញ្ចឹងទៅហើយចូលមកដល់ part 2គឺយើងនិយាយទៅលើ try test អញ្ចឹងកន្លែងនេះខ្ញុំគ្រាន់ធ្វើការ introduction ម្ដងទៀតទេអញ្ចឹង try test ដូចគ្នាយើងបានដឹងអញ្ចឹងគឺជា process នៃការធ្វើការវាស់ស្ទង់ទៅលើ performance របស់ទូរស័ព្ទនៅ environment ដែលមានមនុស្សប្រើប្រាស់ផ្ទាល់អញ្ចឹងទៅអញ្ចឹង type of try test អញ្ចឹង try test គឺមានចំនួន3ប្រភេទ3 type ដែល type ទី1គឺយើងមាន stationary test stationary test ហ្នឹងគឺបើន័យថាយើង test នៅ location ទីតាំងនឹងតែមួយដែលយើងអត់ធ្វើការផ្លាស់ប្ដូរទីតាំងទេដែលយើងធ្វើការ test ហ្នឹងភាគច្រើនដូចឧទាហរណ៍ថាយើងអាចថាមាននៅ event ឬក៏យើងមាន ceremony អីចឹងទៅយើងចង់ដឹងថាកន្លែងហ្នឹងគឺនៅពេលដែលមានមនុស្សច្រើនមាន performance របស់យើងមិនដែរអញ្ចឹងគេអាចប្រើប្រាស់នៅ stationary test ហ្នឹងហើយ mobility test ហ្នឹងគឺជា perform គឺជាការជា test មួយដែរដែលយើងប្រើប្រាស់ជំនួសទៅលើយានយន្តដែលយើងធ្វើការ move ពីមួយកន្លែងទៅមួយកន្លែងនៅក្នុង route ដែលយើងបានកំណត់ហ្នឹងហើយចុងក្រោយយើងមាន cluster try test cluster try test ហ្នឹងគឺគេធ្វើការ test ទៅលើ group នៃ cell មានន័យថាយើងមាននៅតំបន់ហ្នឹងយើងមាន cell 3ទៅ4អញ្ចឹងទៅយើងចង់ដឹងថានៅពេលដែលយើងធ្វើការ test move ពីមួយ cell ទៅមួយ cell ហ្នឹងតើ performance របស់វាយ៉ាងម៉េចដែរហើយមួយទៀតយើងចូលមកដល់ try test equipment អញ្ចឹង try test equipment យើងមាន hardware និង software ចំពោះ hardware យើងមានច្រើនយើងមាន laptop យើងមាន UE ឬក៏ទូរស័ព្ទយើងហ្នឹងយើងមាន GPS antenna RF antenna ដែលយើងធ្វើការ connect ហើយយើងមាន test sim scanner អីផ្សេងទៀតហើយចំពោះ software យើងមាន TEMS investigation ហើយយើងមាន Nemo outdoor analyzer យើងមាន Xcall Xscape Acure ហើយចំពោះ radio measurement ហ្នឹងគឺជា parameter មួយដែលគេធ្វើការ collect កំឡុងពេលដែលយើងធ្វើ try test ហ្នឹងដែល measurement ហ្នឹងវាជួយឲ្យអ្នកដែលធ្វើ try test ហ្នឹងគាត់អាចធ្វើការ analyze ដូចជា coverage signal quality data performance ហើយនឹង network configuration អីទៅដែលវាបានមកពី result ដែលយើងធ្វើការ try test ហ្នឹងអញ្ចឹងក្នុងហ្នឹងយើងមាន signal strength ដែល signal strength ហ្នឹងវាបង្ហាញថានៅថាតើ LTE signal របស់យើងហ្នឹង receive ដោយ user យើងហ្នឹងតើវាមានគុណភាពបែបណាដែរដែលយើងមាន RSRP reference signal receive power ដែលគេធ្វើការ measurement ទៅលើ strength ឬក៏ភាពខ្លាំងនៃ signal មួយហ្នឹងដែល unit វាជា dBm ដែលគេប្រើប្រាស់វាហ្នឹងភាគច្រើនគេមើលទៅលើ network coverage ឧទាហរណ៍ថាបើសិនយើង test ឃើញ power របស់ cell មួយហ្នឹងឃើញថា signal strength របស់វាហ្នឹងឬក៏ RSRP របស់វាហ្នឹងបាន
ដក dBm ហ្នឹងកាន់តែតិចបានន័យថា dBm កាន់តែតិចបានន័យថា coverage ហ្នឹងកាន់តែល្អអញ្ចឹងទៅហើយចូលមកដល់ចំណុចមួយទៀតគឺ RSSI ដែលយើងធ្វើការ measurement ទៅលើ total receive power ដែលក្នុងហ្នឹងយើងមានទាំង LTE signal interference ហើយនិង noise ហើយមួយទៀតគឺយើងនិយាយចូលទៅដល់ចំណុចមួយទៀតគឺ signal quality តែ signal quality ហ្នឹងគឺគេបង្ហាញទៅលើថាតើ signal យើង receive ហ្នឹងតើវាល្អកម្រិតណាអញ្ចឹងទៅយើងមាន RSRQ យើងធ្វើការ measurement quality ទៅលើ quality នៃ LTE signal របស់យើងហើយយើងធ្វើការ calculate វាហ្នឹងដោយប្រើ RSRP និង RSSI ដែលគេមាន formula របស់គេតែខ្ញុំអត់បាន include ក្នុងនេះទេហើយយើងចូលទៅដល់ចំណុចមួយទៀតគឺ SINR signal to interference plus noise ratio ដែលយើងធ្វើការ measure ទៅលើ signal ទៅលើ power លើ signal របស់យើងទៅកាន់ interference និង noise តើវាមានការឆ្លងគ្នាឬក៏ហ្នឹងហើយមានការឆ្លងគ្នាអត់ហើយ unit របស់វាគឺ dB ហើយនៅពេលដែលយើងធ្វើទៅការ test ហ្នឹងពេលដែលយើងឃើញថា SI ហ្នឹងវាកាន់តែ high បានន័យថា quality នៃ signal របស់យើងហ្នឹងវាកាន់តែល្អជុំមកដល់ចំណុចចុងក្រោយមួយទៀតហ្នឹងគឺ data performance គឺយើងមាន DL throughput downlink throughput ហ្នឹងដែលយើង measure ទៅលើ download speed ដែល download speed របស់ user device ហ្នឹងហើយមួយទៀតយើងមាន uplink throughput ដែលដូចគ្នាគឺយើងនិយាយទៅលើការ upload speed ហើយយើងមាន BLER block error rate ដែលគេធ្វើការ measure ទៅលើភាគរយ data block ដែលវា receive បានជាមួយនឹង error unit វាគិតជាភាគរយនៅពេលដែលគេនិយាយថា high BLER ហ្នឹងបានន័យថាវាបានន័យថាវាកើនឡើងនៅគេហៅថា retransmission មានថាការផ្ញើដែលអត់ជោគជ័យចឹងវាធ្វើការផ្ញើម្ដងហើយម្ដងទៀតហើយចំណុចមួយទៀតយើងមាន CQI channel quality indicator CQI ហ្នឹងគឺគេចង់និយាយអំពីការប្រែប្រួល modulation បានន័យថានៅពេលដែលមាន high CQI ហ្នឹងឧទាហរណ៍ចាប់ពី10ទៅ15អញ្ចឹងមានន័យថាហ្នឹងជា strong signal អញ្ចឹង tower ដែលវាចាប់បានហ្នឹងវានឹងប្រើប្រាស់នៅ modulation ដូចជា QAM អីចឹងទៅប៉ុន្តែចំពោះការប្រើប្រាស់ modulation ហ្នឹងខ្ញុំអត់បានធ្វើការ research បន្ថែមទេហើយឧទាហរណ៍នៅពេល low CQI ពី1ទៅ6អញ្ចឹងទៅវា consider ថាជា weak signal អញ្ចឹង tower ហ្នឹងវានឹង switch ទៅកាន់ modulation មួយទៀតដែលគេហៅថា QPSK ដែលវាធ្វើការព្យាយាមទប់ស្កាត់នៅការត្រប់ data របស់យើងហើយចូលមកដល់ចំណុចបន្ទាប់គឺ self information ដែល self information ហ្នឹងគឺពាក់ព័ន្ធនឹង cell ឬក៏អង្តែនរបស់យើងហ្នឹងដែលពេលដែលយើងធ្វើ try test អីដែលយើងគួរដឹងគឺយើងមាន site ID site name location longitude latitude azimuth ហើយយើងមានវាមានច្រើនទៀតតែក្នុងនេះខ្ញុំអត់បានដាក់ចំពោះ hard គេហៅថាគេហៅ hard main hard ហ្នឹងហើយចំពោះ soft យើងមាន EARFCN ដែលគឺជា unique channel number ដែល represent ទៅលើ LTE carrier frequency ដែលគេប្រើប្រាស់វាសម្រាប់សម្គាល់ទៅលើfrequency របស់ operator ដែលគាត់ប្រើប្រាស់ហ្នឹងឧទាហរណ៍បញ្ជាក់ថាជាអង្តែនរបស់ក្រុមហ៊ុនមួយណាអញ្ចឹងទៅហើយយើងមាន PCI physical cell identity គឺជាលេខសម្គាល់របស់ cell មួយហើយវាមាន range ចាប់ពី0ទៅកាន់503ហើយចូលមកដល់ចំណុចបន្ទាប់ទៀតគឺយើងមាន handover handover ហ្នឹងគឺជាការដែលមានន័យថាការដែល user របស់យើងហ្នឹងគាត់ធ្វើការផ្ទេរការប្រើប្រាស់ពី cell ដែលគាត់កំពុងស្ថិតនៅបច្ចុប្បន្នហ្នឹងទៅកាន់ cell បន្ទាប់ដែលគាត់កំពុងតែធ្វើដំណើរទៅដល់ហ្នឹងឧទាហរណ៍ដូចក្នុងរូបភាពអញ្ចឹងយើងឃើញរថយន្តហ្នឹងអញ្ចឹងពេលដែលគាត់នៅកាន់ site ទី1ហ្នឹងគឺកំពុងតែធ្វើការប្រើប្រាស់នៅ cell ឬក៏អង្តែនទី1ហ្នឹងប្រើប្រាស់នៅ service អង្តែនទី1ហ្នឹងអញ្ចឹងនៅពេលដែលគាត់ឆ្លងកាត់ផុត coverage ឬក៏ area ហ្នឹងទៅអញ្ចឹងការ hand over បោះទៅកាន់ site ទី2ហ្នឹងតើវាយ៉ាងម៉េចដែរអញ្ចឹងអាហ្នឹងគេហៅថា hand over អញ្ចឹងការ hand over ហ្នឹងវាបែងចែកជាច្រើនទៀតគឺយើងមាន intra frequency hand over intra frequency hand over ហ្នឹងគឺវាកើតឡើងនៅពេលដែលយើងមាន2 cell ឬក៏2អង្តែនយើងហ្នឹងដែលវា operate frequency ហ្នឹងនៅ band ដូចគ្នា frequency ដូចគ្នាអញ្ចឹងទៅហើយមួយទៀតយើងហៅថា inter frequency hand over
cứ việc cắt lang rồi việc nó về đại miền bằng tài tí việc operation nơi frequency đại khó khăn một họ điក្នុងរូបភាពចឹងយើងមាន cell A គឺវា operating នៅ1800 MHz ហើយទៅមកដល់ device របស់យើងហ្នឹងវាបដូរទៅកាន់ cell B ដែលមាន800 MHz អញ្ចឹង slide របស់ខ្ញុំមានប៉ុណ្ណឹងសូមអរគុណគាត់ chọc ấy Vin này បាទលោកគ្រូបាទ ទីមួយតកតងជាមួយនឹង scanner ជាមួយគ្រូសេរីយកមកឲ្យមើលតែមុនមើល scanner យើងធ្វើ dry test តែឲ្យវាស្ទាត់តិចទៅចាំយើងសិក្សាមួយ scanner អញ្ចឹងណាមួយ scanner ដូចវាមក level ទៀតពី dry test វាមុខវាផ្សេងគ្នាហ្នឹងហើយនឹងយើងមានហើយយើងប្រើ Nemo ប្រើអីដែរហ្នឹងហើយទី2តកតងជាមួយនឹងធ្វើ dry test នេះយើងស្រាវជ្រាវបន្ថែមទៀតទៅអ្វីដែលយើងបានរៀនវាបានជា term វាបានជាពាក្យហើយបន្តទៀតហ្នឹងយើងយកអាពាក្យ term ហ្នឹងទៅ search ទៅមើលស្វែងយល់អញ្ចឹងណាហើយស្វែងយល់ច្រើន 2G 3G 4G ខុសគ្នាយ៉ាងម៉េច channel bandwidth វាយ៉ាងម៉េច technology វាប្រែប្រួលយ៉ាងម៉េចដើម្បីយើងគេហៅសំចំណេះដឹងខាងហ្នឹងហើយមួយទៀតតកតងជាមួយនឹងoptimize យើងមាន dry test យើងយក log file មកណា raw data ហ្នឹងដល់ទៅយើងយកមក analyze ហើយយើងរៀន software មួយទៀតឈ្មោះ Atoll យើងយកមក optimize ហ្នឹងហើយនឹងរៀន scanner អញ្ចឹងទៅនៅក្នុង slide របស់ Citel នៅគាត់ធ្លាក់ថ្ងៃមុនអា size Citel មួយនៅទូគងហើយយើងឃើញអាតិចហ្នឹងពីមុនដែលយើងមិនទាន់មាន license Qver Escape ហ្នឹងយើងប្រើអាតិចហ្នឹងឯងដើម្បី analyze ណាហ្នឹងហើយកាន់ secret ដែរឥឡូវយើងលេងប្រើដោយសារយើងមាន license របស់ Qver ព្រោះយើងហៅថាវាជាប្រភេទ software យើងនេះទេហ្នឹងហើយដូចយើងរៀន Protus អញ្ចឹងទៅយើងរៀន multi sim អញ្ចឹងទៅស្ថិតក្នុងវងកម្មវិធីដូចគ្នាអញ្ចឹងណាហើយអាតិចនេះកម្មវិធី analyze ហើយចង់រៀនចង់សូត្រក៏បានដែរក្នុងមាន software មានអីហ្នឹងដែរពីមុនឥឡូវគឺក្រុមហ៊ុនក៏ប្រើដែរអាតិចក្រុមហ៊ុនអត់មាន license Qver ទេក្រុមហ៊ុនអាតិចហ្នឹងណាយើងប្រើអាតិចដើម្បីយក analyze ហ្នឹងឯង analyze log file ពេលយើងធ្វើ dry test ហើយហ្នឹងហើយតែយើងប្រើ Nemo outdoor របស់ Kisan មាន Them មាន Kisan មានអីចឹងទៅក្រុមហ៊ុន software អីផ្សេងមាន Dingli របស់ចិនតែខាត់ប្រើនោះចឹងនោះមកឈុតរបស់វាហើយក្នុងនោះតកតងជាមួយ DB មិនដឹងគ្រូបានបរៀននេះយើងហើយនៅណា DB អីហ្នឹងបរៀនហើយនៅទេណារៀនជាមួយលោកគ្រូពីរនលោកគ្រូ អូខេហើយខ្ញុំមកគ្រូបន្ថែមពីលើទៀតតកតង DB ព្រោះ DB ជាຂະຫນាត decibel decibel DC ហ្នឹង10ហ្នឹងឯង bell ហ្នឹងលោកឈ្មោះ Bell Alexander Graham Bell ដែលយើងមាន Bell Lab ដល់លើហ្នឹងហើយក្រុមហ៊ុន AT&T របស់អាមេរិក Bell Lab ហ្នឹង Nokia develop Nokia ចេញពី Bell Lab មកតាហ្នឹងហើយ
Alexander Graham Bell ឈ្មោះលោក Bell ហើយយកឈ្មោះមកគាត់មកធ្វើជាຂະຫນាតដូចយើងធ្វើយកឈ្មោះគាត់មកធ្វើជាຂະຫນាតឈ្មោះអ្នកប្រាជ្ញមកធ្វើຂະຫນាត Newton ຂະຫນាត Henry Farad Ampere Volt អីចឹងណាហ្នឹងណាចឹង decibel ចឹងមិន dB ស្មើនឹង10លោកណា power in power out លើ power in ហើយយើងនឹងសិក្សាស្វែងយល់កន្លែងហ្នឹងមកគ្រូជួយបំពេញបន្ថែមទៅតើតងលោកdB ចឹងនោះមាន dBm តទៀតមាន dBm dBu micro dB watt ហើយផ្សេងបំបែកចេញពីຂະຫນាតហ្នឹងអញ្ចឹងមកហ្នឹងហើយដើម្បីយើងនេះណាបានយកពីຂະຫນាតហ្នឹងអញ្ចឹងកាលណាយើងនិយាយពី0 dB មានន័យថា input ប៉ុណ្ណាចេញមកប៉ុណ្ណឹងបើយើងពួកយើងមាន input មកហើយមាន system ហើយ វា produce output ចឹងទៅណា input output ពី system បើយើង input ប្រហែលវ៉ាត់ឧទាហរណ៍យើង input 100 វ៉ាត់ហើយចេញមក100 វ៉ាត់អាហ្នឹង0 dB ពីព្រោះតែ output ស្មើនឹង input កាលណា output ស្មើនឹង input វាស្មើនឹង1ណា output លើ input ផលធៀបស្មើនឹង1អញ្ចឹងលោកនៃ1គឺ0អញ្ចឹងកន្លែងនេះគឺ0 dB បែរថា perfect ហ្នឹងដាក់ប្រហែលចេញប៉ុណ្ណឹងបើសិនជាលើសហ្នឹងណា0 dB យើងមាន1 dB 2 dB 3 dB អាហ្នឹងទៅជា amplifier ពង្រីកយើងមាន gain យើងមានអីហើយពួកដាក់1ចេញ10អីចឹងទៅហ្នឹងហើយយើងពង្រីកយើង gain អាហ្នឹងលើ0អញ្ចឹងណាក្រោម0ប្រភេទដែលយើង loss គឺថាយើងដាក់10ចេញ2ដាក់10ដាក់100ចេញ50អីចឹងទៅយើងមាន loss យើងមានការបាត់បង់ហ្នឹងចេញដក3 dB ដក10 dB ដក20 dB អញ្ចឹងណាតោះដែរអញ្ចឹងវាមានຂະຫນាតនឹងមួយជាຂະຫນាតចាំបាច់ដែលយើងត្រូវតែយល់ត្រូវតែដឹងព្រោះយើងធ្វើការងារនេះចាប់ផ្ដើមប្រើຂະຫນាត dB ហ្នឹងខ្ញុំមើលគ្រូពេញថែមវាតាមពិតវាមានន័យរបស់វាហើយតាមពិតស្រួលទេមិនហៅថា logarithm និង radical ដូចគ្នាទេ radical ឬ carré អីហ្នឹងណាដូចគ្នាទេមកយើងពេញថែមកន្លែងហ្នឹងហើយស្វែងយល់ទៅຂະຫນាតទាំងអស់ហ្នឹងហើយតកតងនឹងប៉ារ៉ាម៉ែត្រដែលយើងទៅធ្វើតេស្តធ្វើអីផ្សេងៗតកតង technology តកតងនឹងអីមានច្បាប់មានអីអាហ្នឹងអានទៅអានច្រើនចេះច្រើននឹងឯងអានពេលខ្លះយល់ពេលខ្លះមិនយល់ដូចគ្នាទេណាក៏ដោយគ្រូដូចគ្នាមិនយល់ទាំងអស់ទេគាត់ថាយើងមានមូលដ្ឋានអីបទពិសោធន៍ណែនាំទៅអានទៅវាក្នុងរង្វង់មួយអញ្ចឹងទៅហើយបើយើងអត់អានអត់ដឹងទេយើងអត់ចេះទេណាហើយរៀនដូចគ្នាបើយើងមិនបានរៀនមានគេបរៀនអីទេយើងគ្មានតម្រុយទេនៅសុកឲ្យយើងយល់អញ្ចឹងទាំងអស់ហើយឆ្វេងយល់ខ្លួនឯងត្រាស់ដឹងទៅស្គាល់អញ្ចឹងអត់ទេហ្នឹងហើយវាមានដែរនៅអច្ឆរិយៈគាត់ថាបើយើងបានរៀនបានសូត្រអញ្ចឹងទៅយើងដឹងមានអីខ្លះប៉ារ៉ាម៉ែត្រអីខ្លះដំណើរដើមតងវាយ៉ាងម៉េចអញ្ចឹងទៅទៅហ្នឹងយើងយកទៅ research យកទៅអីសួរថែមទៅសម័យ AI ផងហ្នឹងហើយសម័យ AI ផងហើយគ្នាយើងអាចរក AI ណាមួយសំរុំទៅបងមួយខែពី$3មានអីប្រើលេងទៅវាមាននេះតិចចឹងណាកុំប្រើ free ពេកពី$3ស្មើកាហ្វេមួយកែវពីរកែវណានោះដូច Gemini វាមានប្រហែលរេងរបស់វាមានតាមហ្នឹងតាហ្នឹងហើយអាណា free ខ្ញុំប្រើ free ដែរអាណាអត់ស្អីយើងទេឥឡូវនៅកន្លែងធ្វើការគឺគេបង់គេទិញដែរទិញអាក្រក់ទិញអីមួយខែ$300ដែរទិញឲ្យមន្ត្រីប្រើអញ្ចឹងណាប្រើរួមគ្នាអញ្ចឹងទៅ account មួយប្រើរួម business ខែ$300អាក្រក់ហើយយើងមានGemini គ្រូមានដែរភាសាគ្រូធ្វើ advisor របស់ថានៅ Paragon គេមានគេប្រើ Gemini គេមាន license នឹងឲ្យចឹងក៏បាន license ណា Gemini ប្រើអញ្ចឹងទៅលាក់អញ្ចឹងសម័យ AI យើងឆ្ងល់អីយើងសួរអីយើងឆាតយើងឆ្លងយើងឆ្លើយអញ្ចឹងទៅវាមួយយ៉ាងគេហៅថាចេះស្វ័យសិក្សាណាហើយណារៀនច្រើននឹងចេះមិនមែនថា
គ្រូត្រូវចេះជាងថាត្រូវចេះជាងអត់ទេថាអីគ្រូអីគាត់បាននាំផ្លូវបង្ហាញផ្លូវបន្តទៀតយើងហើយគ្រូមិនចេះដល់ទេអញ្ចឹងណាបើបានធ្វើការក្នុងវិស័យនឹងទៀតនឹងកាន់តែល្អមានតែកាន់តែឆ្វេងយល់អញ្ចឹងណាតែបើយើងធ្វើការក្រៅផ្សេងវាបញ្ចប់ត្រឹមហ្នឹងទៅគាត់ថាបានរៀនមកសូត្រប៉ុណ្ណឹងទៅហើយដូចគ្រូនិយាយខាងដើមមិនអញ្ចឹងធ្វើម៉េចយើងអស់គ្នាត្រូវដល់វគ្គទៅចេះគិតចេះគូហើយសមមួយឆ្នាំទៀតនឹងណាយើងធ្វើអីជំនាញអីឯកទេសអីក្រុមហ៊ុនណាយើងចង់ទៅខាងណាយើងស្រឡាញ់ខាងអីអានឹងត្រូវឆ្វេងយល់ខ្លួនឯងសិក្សាពីខ្លួនឯងហើយរៀបចំខ្លួនរក internship រកអីផ្សេងហើយបុករៀនស្វ័យសិក្សាអីចឹងណាតែមើលឃើញនេះយើងមួយចំនួនក៏ដូចជាមិនអីទេសុវត្ថិភាពហ្នឹងអ្នកខ្លះក៏ដូចនៅខ្វះស្ទើរអ្នកខ្លះក៏យ៉ាប់មែនទែនចឹងណាចឹងបានយ៉ាប់មិនអីមិនក៏ at least បានរៀនទាក់ទងនឹង optimization dry test dry អីទៅបុកអានឹងខ្លាំងមួយបើថានេះទេយកនឹងធ្វើការបដ ாய் ទៅហើយនៅតែនិយាយដដែលយើងអត់ធ្វើនឹងឲ្យ success ទេអត់ឲ្យឡើងទេឆ្នាំទី4នៅចុះនៅមួយឆ្នាំទៀតឡើងទៅធ្វើអីឡើងទៅគេហៅឡើងកាន់តែខ្ពស់ធ្លាក់កាន់តែឈឺហ្នឹងហើយយើងសុខចិត្តនៅអញ្ចឹងទៅដូចនិយាយណាហៅរោហៅលឺអីទេហៅមិនលឺនឹងពិបាកនឹងធ្វើមិនជួយមិនទេហើយការរៀនសូត្រចំណេះដឹងផ្សេងវានៅលើខ្លួនឯងវាអត់មានអ្នកណាមកលើសយើងទេអ្នកផ្សេងគ្រាន់តែបានជាមជ្ឈដ្ឋានជុំវិញជួយទ្រទ្រង់ជួយ support ហ្នឹងហើយធ្វើទៅអា Arduino អី ASP អីម្ដងធ្វើបតធ្វើអីទៅគ្រូបានតែជួយប៉ុណ្ណឹងគុណគូលុយមួយឈុនឡុង1000ជាង1500ទិញគ្រឿងយើងរៀនណាបើទិញcònទិញនេះចំនួន11ចំនួន10នេះចំនួន10អញ្ចឹងវាតិចគ្នាចំនួន11 40នាក់ជាងឯនោះគេធ្វើ4បតម្នាក់តង់ធ្វើខ្លួនឯងតង់កំងបតពីចិនអីនោះ1000ជាងនោះមិនតន់គិតអស់ទេគិតតែទ្រុសទេគិតតែថ្លៃ chip ថ្លៃអីមិនតន់គិតថ្លៃរឿងកំងបតកំងអីទេអាចចូល2000ជាងឯនោះវាប៉ុណ្ណឹងហើយបើយើងមិនទទួលទៀតយើងមិនទៅមុខទៀតនឹងគេថាធ្វើមិនទេណាត្រូវគិតគូកន្លែងហ្នឹងគិតគូគេហៅគិតដើម្បីខ្លួនឯងកាន់កាននៅទេអត់នៅលោកគ្រូអត់មកទេតែនឹងមិនវាកាន់កានមុខញ៉ានឹងធ្វើមិនទេតែមានឯងរបួលមានវាយើងមួយចំនួនហ្នឹងក៏នេះដែរគិតគូកន្លែងហ្នឹងអត់ឲ្យឡើងទេអត់ធ្វើអត់បានឲ្យឡើងទេអត់ឲ្យទៅនៅលើតាំងនោនចេតនាអីឡើងទៅធ្វើអីនៅរៀនទៀតទៅបើអត់ទាន់គ្រប់ដូសទេនោះយូរទៅវាទៅបបធរអស់ហើយឡែលំជាប់ឡែលំជាប់ធ្វើតែអីគេ report ធ្វើទៅអីឡើងទៅការពារមួយភ្លេតការពារ10នាទីហ្នឹងបានន័យអីមានបានន័យទេអ្នកកម្មការអង្គុយមើល10នាទីយើងធ្វើអត់បង្ហាញ10នាទី5 10នាទីហ្នឹងមានអីគាត់មើលទូទៅ comment នេះនោះដូចជាសាច់ការអីហ្នឹងសាច់ការគឺសមត្ថភាពយើងមានឬអត់ advisor យើងដឹកនាំ advisor ទៀតសល់ក៏គាត់បានទៅមើលដិតដល់ហើយសម័យនេះផងជប់ AI ផងយកមកដាក់មករួចបាត់ដែរយើងចង់ទៅទាំងអញ្ចឹងយើងទៅតែរោចំណេះដឹងសមត្ថភាពគឺមិនខ្លាំងយើងចប់ទៅកើតប្តីគេឡើយកើតប្តីកើតប្រពន្ធគេហើយណា
តែយើងមានគ្រូសាយมันនឹកឃើញហើយត្រូវគុតគង់យ៉ាងម៉េចសន្ទុកយ៉ាងម៉េចអស់គ្នានឹងមានអ្នកនេះនឹងមានអ្នកយកប៉ុនយកប្តីមិនចោះតែមានអ្នកអត់ព្រោះអត់ក៏ត្រូវយឹតយកអាត្មាខ្លួនដែរអ្នកនេះក៏ជួយពុកដាយវិញដែរពេលគាត់ចាស់ទៅអីយ៉ាងម៉េចនឹងជីវិតនឹងម្នាក់ការតស៊ូបែគ្រូដូចគ្នាដែរអត់មានអីទេហើយរៀនចប់ Master នេះប្រពន្ធទាមកស្រុកខ្មែរវិញមកអត់ចង់នៅទេថា Master ប៉ុណ្ណឹងបានហើយទៅធ្វើការបានហើយចង់នៅស្រុកគេទេតែជំនះកូន2នៅកូរ៉េនោះចឹងណាពីអ្នកប្តីប្រពន្ធកើតកូនកើតអីមើលកូនមើលអីមែនរៀនផងមើលផងកូន2ឡងអស់ហើយជីវិតហើយយើងទៅលូដាក់អ្នកណាហ្នឹងមេយើងគេហៅគ្រូសាស្ត្រយើងជីវភាពយើងទៅលូដាក់អ្នកណាអត់មានទេគេបានតែស្ដាប់ story របស់យើងទេតែជាក់ស្ដែងយើងអនុវត្តមានណាគេមិនឈឺក្បាលទៅមុខមកយើងទេរឿងរបស់យើងណាហើយយើងប្រឹងទៅយើងចាប់ដៃគ្នាទៅប្រឹងទៅតស៊ូទៅចប់សពគ្រប់មកវិញទៅមកវិញទៀតមិនដឹងទៅធ្វើការណារយយ៉ាងម៉េចមិនអត់តែរៀនខ្ពស់នឹងសម្បូរការងារណាអត់ទេស្រុកខ្មែរមានអីវានេះមិនដល់ bachelor ផង bachelor គេរៀនចប់គេធ្វើការបទពិសោធន៍10ឆ្នាំអីយើងមកថ្មីថ្មោងលើបានតែ research paper publication យូរធ្វើអីយល់ទេគាត់ថាយើងបានរៀនខ្ពស់ទៅវាមើលឃើញវាឆ្ងាយទៅវាមាន degree មានសញ្ញាបត្រមានអីចឹងទៅវាចូលកន្លែងណាយទៅការអភិវឌ្ឍវាលឿនតាមនឹងចឹងទៅតែបើថាបទពិសោធន៍ការងារធ្វើការក្រុមហ៊ុនដល់ bachelor ទេ bachelor រៀនចប់ភ្លាមកាន់ការងារភ្លាម10ឆ្នាំក្រោយat least គឺបទពិសោធន៍ពេញខ្លួនយើងទៅធៀបមួយគេមិនគេ10ឆ្នាំយើង10ឆ្នាំ master PhD 10ឆ្នាំដូចគ្នាដំណើរជីវិតខុសគ្នាគេ10ឆ្នាំគេពោពេញដោយសមត្ថភាពពោពេញដោយបទពិសោធន៍យើង10ឆ្នាំបានតែกระดาษហ្នឹងបានតែ research បានតែกระดาษហ្នឹងមានអត់ទៅគ្រប់គ្នាទៅរៀនតអីសិតតែល្អទេអត់ទេអ្នកខ្លះទៅចប់មកបានតែសញ្ញាបត្រវាអត់យកអីធ្វើអីកើតចឹងពេលខ្លះក៏គ្មានការងារចំទីគ្រូឲ្យរៀន medical engineering ហ្នឹងmaster យើងរៀន microwave engineering ទៅពេលត PhD medical engineering យកមកធ្វើអីកាន់ស្រុកខ្មែរ medical engineering ហើយមុខជាពិបាកទៀតក្រេមុំរៀនបានទេ medical engineering ព្រោះតេតងមួយ medical រឿង term របស់ medical ក៏ត្រូវចេះរឿង term របស់ technical ក៏ត្រូវចេះវាចម្រុះហ្មងទាំងអស់combine យកឡើងហ្នឹងហើយមានសិស្សពេទ្យក៏រៀនមិនកើតរៀនមិនកើតគាត់មិនមែន engineer ផងហើយ engineer អត់ចេះពេទ្យអត់ចេះ engineer យល់ទេពិបាកហើយពិបាកប្រឹងហើយយើងរៀនចប់យើងយកមកធ្វើអីអត់មានធ្វើអីទេស្រុកខ្មែរហ្នឹងណាប៉ុន្តែអត់មានពីប្រទេសសេរីទេអត់មានទេបើខ្ញុំមិនបានរៀន medical engineering ក៏មិនបានចេះដឹងផ្នែកនឹងអីចឹងទៅព្រោះតកតងជីវិតហ្នឹង biomedical engineering បេះដូងគ្រូក្បាលសាច់ដុំណាសួតបេះដូង ECG អីតកតងជាមួយ signal របស់បេះដូងហ្នឹង characteristic របស់វាហ្នឹងណាtime domain frequency domain spectral អីយើងមើលយើងប្រើ Fourier ប្រើអី analyze អីផ្សេងពួកពេលយើងតេស្តចង្វាក់បេះដូងមកECG លោតទឹកមកយកមកយើង analyze យើងមើល time domain មើល frequency domain spectral អីផ្សេង analyze យើងទៅ heart rate variability អីហ្នឹងវាថាជំហានបេះដូងរបស់យើងវាមានការប្រែប្រួលជំហានបេះដូងជាទូទៅវាត្រូវថេអីក្នុងនេះទីមកពឹកទៅមកពឹកហ្នឹងគឺថេតែហ្នឹងវាប្រែប្រួលខ្លាំងមានបញ្ហាហ្នឹងហើយគេ analyze គេបង្កើត algorithm analyze វិភាគ peak detection
ធ្វើអីចឹងទៅហ្នឹងហើយហើយដើម្បីជួយអីដើម្បីជួយវិស័យសុខាភិបាលហ្នឹងវាល្អបកែរក root cause រកអីវាជួយពេទ្យជួយអីចឹងណាព្រោះ medical engineering ហើយពេទ្យរងថ្ងៃប្រើតែឧបករណ៍ហ្នឹងបើមិនប្រើឧបករណ៍មានអីគាត់ចេះអីក៏ដឹងតែបានឧបករណ៍មកក៏តេស្តប៉ារ៉ាម៉េត្រក៏ចេះមើលប៉ារ៉ាម៉េត្រហ្នឹងឲ្យវាឡើងចុះប្រហែលឧទាហរណ៍យើងតេស្តជាតិស្ករយើងតេស្តស្អីផ្សេងហ្នឹងអាហ្នឹងឡើងចុះប្រហែលតែអា result มันមកពីណាមកពីម៉ាស៊ីនណាមកពីម៉ាស៊ីនអញ្ចឹង medical engineering ពួកហ្នឹងឯងដែល analyze ធ្វើម៉ាស៊ីនធ្វើ algorithm ធ្វើអីផ្សេងឲ្យហ្នឹងឯងដើម្បីឲ្យវិស័យសុខាភិបាលវាខ្លាំងទាំង scan ទាំង detect ទាំងធ្វើអីហ្នឹងណាចឹងมันវិស័យសុខាភិបាលគេខ្លាំងហ្នឹងឯងពេទ្យខ្លាំងមានថាឧបករណ៍ហ្នឹងវាចំណានវាល្អសុក្រិតមាន tool មានឧបករណ៍ច្រើន technology involve ចឹងទៅហើយពេទ្យគាត់ច្បាស់ដែលមានជំនួយហ្នឹងcònនៅរៀនមានមិត្តភក្តិមួយគាត់ទៅរៀននៅកូរ៉េដែរហើយប្អូនគាត់ហ្នឹងឈឺនៅខ្មែរទេតែ scan នៅខ្មែរ scan អត់ឃើញតែបញ្ជូនរត់ឯកសារទៅបញ្ជូនទៅកូរ៉េទៅបានគេ scan ឃើញគាត់ថាកុំអីស្លាប់បាត់ចឹងទេបានចង់និយាយនេះ